មានទឹកមុខធ្ងន់ធ្ងរបន្តិចទៅឯងមានខួរក្បាលទេឯងចង់និយាយអ្វីទៀតខ្ញុំគិតថាខួរក្បាលរបស់នាងក្រហមមិនរលោងដូចខួរក្បាលរបស់ឯងទេមិនយល់តតែសោះថាឯងកំពុងនិយាយអ្វីអ្នកណាអនុញ្ញាតឲ្យឯងទៅនាយកដ្ឋានសន្តិសុខផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនល្អហើយឥឡូវនេះដោះសម្លៀកបំពាក់ឯងចេញភ្លាមទៅរាយការណ៍នៅផ្នែកធនធានមនុស្សចុះច្រកទ្វារក្រុមហ៊ុនវិញឯងលងស្នេហ៍នឹងច្រកទ្វារហើយឬខ្ញុំគិតថាវាគួរឲ្យចាប់អារម្មណ៍ណាស់ហើយឯងមិនបានឃើញទេពួកអ្នកលេងបង្កបញ្ហាពីរអ្នកនោះមកក្រុមហ៊ុនថ្ងៃនេះខ្ញុំវាយពួកគេដួលដោយកណ្ដាប់ដៃតែមួយខ្ញុំពិតជាខ្លាំងមែនអ្នកនាងកង្វល់វិញមិនអីទេឥឡូវនេះទៅរកវាងជើងឲ្យខ្ញុំភ្លាមឲ្យគាត់នាំឯងទៅនាយកដ្ឋានធនធានមនុស្សហើយឲ្យគាត់មកជួបខ្ញុំផងចាទៅប៉ាត់ចាហ្វូធានសិនតាមពិតឯងជាមនុស្សល្អណាស់លោកប្រធានហ្វូការដែលលោកស្រីត្រូវបានផ្ទេរទៅនាយកដ្ឋានសន្តិសុខគឺជាកំហុសរបស់ខ្ញុំសូមលោកដាក់ទោសខ្ញុំផងអ្នកណារៀបចំឲ្យលោកស្រីទៅនាយកដ្ឋានសន្តិសុខជាងស៊ីនពីនាយកដ្ឋានធនធានមនុស្សជាងស៊ីនគឺជាស្ត្រីមកពីភូមិវ៉ាឡុងហើយនាងមកជួបខ្ញុំចាលោកប្រធានហ្វូលោកហៅខ្ញុំមែនទេក្នុងនាមជាបុគ្គលិកនាយកដ្ឋានធនធានមនុស្សអ្នកបានជ្រៀតជ្រែកក្នុងការផ្ទេរបុគ្គលិករបស់ក្រុមហ៊ុនដោយចៃដន្យប្រសិនបើមានរឿងនេះកើតឡើងម្ដងទៀតអ្នកត្រូវលាឈប់ពីការងារដោយខ្លួនឯងលោកប្រធានហ្វូតើលោកមានន័យយ៉ាងណាអ្នកមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយទេខ្ញុំយល់ហើយលោកប្រធានហ្វូខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ដែលបាននាំខ្ញុំមកពីភូមិវ៉ាឡុងតើខ្ញុំអាចអញ្ជើញលោកទៅញ៉ាំអាហារបានទេមិនបាច់ទេអ្នកបានជួយសង្គ្រោះជីវិតខ្ញុំហើយខ្ញុំក៏បានសន្យាថានឹងរៀបចំឲ្យអ្នកមកធ្វើការនៅក្រុមហ៊ុនហ្វូផងដែរចំពោះគំនិតផ្សេងទៀតដែលមិនគួរមានសូមកុំគិតចាធានសិនហ៊ានជួយនិយាយឲ្យក្មេងស្រីព្រៃផ្សៃវិនរួនយីមិនបានទេខ្ញុំត្រូវតែជំនួសវិនរួនយីខ្លាយជាស្ត្រីរបស់ហ្វូធានសិនខ្ញុំនឹងជួយអ្នកត្រូវចុចប៊ូតុងថាំពលមុនសិនបន្ទាប់មកទើបកុំព្យូទ័រអាចបើកបានអូវាពិតជាអស្ចារ្យមែនសៀវយីសុំទោសថ្ងៃនេះនៅមុខក្រុមហ៊ុនខ្ញុំប្រញាប់ពេកទើបខ្ញុំស្រែកដាក់អ្នកតើអ្នកអាចអត់ទោសឲ្យខ្ញុំបានទេសៀវយីអ្នកក៏ដឹងដែរវាពិបាកណាស់សម្រាប់យើងដែលមកពីជនបទដើម្បីទទួលបានការងារនៅក្រុមហ៊ុនធំមួយខ្ញុំពិតជាខ្លាចបាត់បង់ការងារនេះណាស់ទើបខ្ញុំប្រញាប់ប្រញាល់ប្រសិនបើអ្នកមិនអត់ទោសឲ្យខ្ញុំទេខ្ញុំនឹងលុតជង្គង់ចុះកុំធ្វើបែបនេះខ្ញុំមិនបន្ទោសអ្នកទេពិតមែនទេសៀវយីអ្នកពិតជាមនុស្សល្អមែនដូច្នេះទៅខ្ញុំនឹងអញ្ជើញអ្នកទៅផឹកតែរសៀលជាងស៊ីនអ្នកពិតជាមានសមត្ថភាពមែនអ្នកអាចធ្វើអ្វីបានល្អមានសមត្ថភាពមានប្រយោជន៍អ្វីក៏មិនអាចប្រៀបធៀបនឹងអ្នកបានដែរអាចរៀបការជាមួយហ្វូធានសិនខ្លាយជាភរិយារបស់គាត់នេះជាសំណាងល្អពីលើមេឃការរៀបការជាមួយហ្វូធានសិនមិនល្អដូចអ្នកគិតទេដោយសារតែខ្ញុំរៀបការជាមួយគាត់ខ្ញុំជំពាក់បំណុលជាច្រើនជំពាក់បំណុលកុំនិយាយពីរឿងនេះទៀតអីចូលយើងនិយាយពីរឿងផ្សេងទៀតអូសៀវយីដោយសារអ្នកជាភរិយារបស់លោកប្រធានហ្វូតើខ្ញុំអាចសុំឲ្យអ្នកជួយខ្ញុំបានទេជួយអ្វីថ្ងៃនេះខ្ញុំមិនបានយល់ច្រឡំថាអ្នកវាយភ្ញៀវនៅមុខក្រុមហ៊ុនទេលោកប្រធានហ្វូប្រកាសជាខឹងខ្ញុំហើយតើអ្នកអាចជួយយកកាហ្វេមួយពែងទៅឲ្យលោកប្រធានហ្វូបានទេសៀវយីប្រសិនបើអ្នកយកវាចូលខ្ញុំនឹងទៅសុំទោសលោកប្រធានហ្វូដោយខ្លួនឯងចុះហេតុអ្វីបានជាអ្នកមិនយកវាទៅឲ្យគាត់ដោយខ្លួនឯងខ្ញុំមិនខ្លាចគាត់ខឹងខ្ញុំហើយមិននិយាយជាមួយខ្ញុំទេគួរសមមុនទៅប្រើកម្លាំងប្រសិនបើអ្នកយកកាហ្វេចូលមុនខ្ញុំនឹងទៅសុំទោសវាល្អជាងមែនទេយល់ព្រមដោយសារពួកយើងនៅភូមិជាមួយគ្នាសូមឲ្យខ្ញុំជួយម្ដងអរគុណសៀវយីសៀវយីខ្ញុំសូមអង្វរអ្នកខ្ញុំយកកាហ្វេទៅឲ្យហ្វូធានសិនបន្ទាប់ពីគាត់ផឹករួចអ្នកត្រូវចូលមកសុំទោសគាត់ត្រូវទេចូលតើឯងមានរឿងអ្វីទៀតលោកប្រធានហ្វូមិនផឹកទេយកទៅវិញកុំរំខានផឹកទៅឯងរៀបចំមកផឹកទៅនារីស្រុកស្រែដូចបងក៏ចេះស្រឡាញ់ដែរស្នេហាល្ងងម្លេះនៅសល់ច្រើនទៀតណាផឹកអស់ទៅកុំខាត
ផឹកអស់ទៅឯងដាក់ថ្នាំខ្ញុំមែនទេបារម្ភម្លេះអត់ទេកាហ្វេនេះសៀវយីចាំទុកណាកុំប្រាប់លោកហ្វឺថាខ្ញុំឲ្យកាហ្វេនេះឲ្យអ្នកបើមិនអញ្ចឹងទេគាត់មិនផឹកទេផឹកទៅយឺតយូរម្លេះពេញចិត្តហើយឬពេញចិត្តរងចាំមកនេះលឿនឡើងខ្ញុំមានការងារត្រូវធ្វើយកឯកសារទាំងនេះទៅឲ្យផ្នែករដ្ឋបាលលោកជំនួយការវាងខ្ញុំមានការរកលោកប្រធានហ្វូត្រូវណាត់ជួបមុនបើចង់ជួបលោកប្រធានហ្វូត្រូវណាត់ជួបជាមួយខ្ញុំមុនមានការអីទៀតទេសូមយកឯកសារទាំងនេះទៅឲ្យផ្នែករដ្ឋបាលចាសសោះរងចាំលោកប្រធានហ្វូមានការអីទៀតខ្ញុំធ្វើឲ្យឯងពេញចិត្តហើយឥឡូវធ្វើឲ្យខ្ញុំពេញចិត្តវិញវិនរួនយីកុំភ្លេចណាខ្ញុំជាម្ចាស់បំណុលរបស់ឯងណាបាទខ្ញុំនឹងរៀបចំឲ្យលោកស្អាតបាទរៀបចំរួចរាល់ហើយរំខានមែនវិនរួនយីហេតុអ្វីមុខឯងក្រហមម្លេះឯងឡើងកម្ដៅហើយហេតុអ្វីខ្លួនឯងក្ដៅម្លេះមិញមិនទាន់អីផងកុំរំខានហ្វូធានសិនលេងខ្ញុំកុំកំរើកហ្វូធានសិនឯងចង់ធ្វើអ្វីហេតុអ្វីមិនមករកខ្ញុំឯងនិយាយអ្វីហ្វូធានសិនតើដោយសារតែពេលនៅក្មេងរំខានណាស់ហ្វូធានសិនមនុស្សអសិលធម៌និយាយពីអ្នកណាមើលគ្រប់គ្រាន់ហើយឬស្លៀកពាក់សម្លៀកបំពាក់ឲ្យរួចសិនមុននឹងចេញមកថ្ងៃនេះយើងជាប្តីប្រពន្ធធ្វើអ្វីក៏បាន
ខ្ញុំនឹងសងឯងវិញសងខ្ញុំនឹងសងឯងវិញសងឯងចង់បានអ្វីលុយភាគហ៊ុនផ្ទះហ្វូធានសិនកំឡោះគួរឲ្យស្រឡាញ់រងចាំស្ដាប់ខ្ញុំនិយាយឲ្យចប់សិនពិតមាត់មនុស្សចិត្តអាក្រក់កំឡោះគួរឲ្យស្រឡាញ់មនុស្សអសិលធម៌វិញរួនយីឯងហ៊ានឆក់យកឱកាសល្អនេះពីខ្ញុំមិនលែងឯងទេស្រីនេះស៊ីអ្វីធំដុះជួយទិញផុសកុលាបមួយបាច់ឲ្យខ្ញុំផងផ្ញើមកមុនម៉ោងចេញពីការងារក្រុមហ៊ុនឯងហើយឬនៅមាននារីម្នាក់នៅផ្នែកធនធានមនុស្សយកកាហ្វេទៅឲ្យលោកប្រធានហ្វូថ្ងៃនេះហើយនាងនៅក្នុងការិយាល័យយូរណាស់មុននឹងចេញមកមានអ្វីប្លែកបើខ្ញុំយកកាហ្វេដែលមានដាក់ថ្នាំចូលទៅក្នុងការិយាល័យលោកប្រធានហ្វូខ្ញុំក៏អាចតាក់ទាញចិត្តលោកប្រធានហ្វូដែរពួកឯងកំពុងនិយាយអ្វីលោកប្រធានហ្វូពាក្យសម្ដីមិញនេះមានន័យយ៉ាងណានិយាយមកគឺមានបុគ្គលិកម្នាក់នៅផ្នែកធនធានមនុស្សយកកាហ្វេមួយពែងទៅក្នុងការិយាល័យរបស់លោកកាហ្វេនោះមានបញ្ហាផឹកទៅធ្វើបានល្អខ្ញុំនឹងផ្ញើលុយឲ្យទាន់ពេលចេញពីក្រុមហ៊ុនឲ្យលឿនចាសោះផ្កាអាគីដេរបស់ហ្វូធានសិនមិនស្អាតដូចស្លឹកខ្ទឹមរបស់ខ្ញុំទេឯងត្រឡប់មកវិញហើយមើលស្លឹកខ្ទឹមរបស់ខ្ញុំទៅយ៉ាងម៉េចដែរវិញរួនយីឯងធ្វើឲ្យខ្ញុំខ្ពើមអាំណាស់អ្វីឈប់ធ្វើពុតទៅហ្វូធានសិនឯងមានរឿងអ្វីឯងគិតថាខ្ញុំធ្វើឲ្យសួនច្បាររកខ្វក់មែនទេចឹងថ្ងៃស្អែកខ្ញុំនឹងដកស្លឹកខ្ទឹមទាំងអស់ចេញឈប់ធ្វើជាព្រះសង្ឃខ្ញុំមិនមែនជាជីតាទេខ្ញុំមិនងាយស្រួលទេហ្វូធានសិនតើមានអ្វីកើតឡើងយើងមិនមែនទៅតែវិញរួនយីរឿងថ្ងៃនេះខ្ញុំមិនចង់ចាប់កំហុសឯងទេតែកុំឲ្យខ្ញុំឃើញមុខឯងទៀតខ្ញុំនឹងទៅប្រាប់លោកតាដោយខ្លួនឯងយើងលែងលះគ្នាទៅអ្វីធ្វើជាមនុស្សអ្វីដែលខ្ញុំនិយាយមែនទេខ្ញុំថាយើងលែងលះគ្នាស្រីដូចឯងមានចិត្តគំនិតស្មោកគ្រោកនិងមានល្បិចកលខ្ញុំពិតជាខ្ពើមអាំណាស់មិនអីទេខ្ញុំមិនខ្វល់ទេយើងរៀបការជាមួយគ្នាចាត់ទុកថាខ្ញុំបានជួយឯងហើយមិនមែនឯងចង់ធ្វើរឿងបែបនេះជាមួយខ្ញុំយូរហើយមែនទេហ្វូធានសិនបិទមាត់ឯងត្រូវសុំទោសខ្ញុំឲ្យខ្ញុំសុំទោសឯងហេតុអ្វីហ្វូធានសិនសុំទោសខ្ញុំមកចេញទៅហ្វូធានសិនខ្ញុំរងចាំឯង15ឆ្នាំតែចាប់ពីថ្ងៃនេះទៅខ្ញុំលែងរងចាំឯងទៀតហើយតើឯងចង់មានន័យយ៉ាងម៉េចមិនមែនជារឿងរបស់ឯងទេវិញរួនយីឈប់វិញរួនយីនិយាយលោកប្រធានហ្វូលទ្ធផលពិនិត្យខ្សែដៃចេញហើយខ្សែដៃរបស់លោកស្រីជារបស់ពិតអ្វីវិញរួនយីលឿនអ្នកទាំងអស់គ្នារកវិញរួនយីសួស្ដីខ្ញុំចង់សួរថាឡានទៅភូមិវឡុងម៉ោងប៉ុន្មានកន្លះម៉ោងទៀតជើងចុងក្រោយហើយសូមលក់សំបុត្រមួយសន្លឹកឲ្យខ្ញុំ
ធានសិនយុវជនគួរឲ្យស្រឡាញ់បោកប្រាស់មនុស្សអាក្រក់សូមអ្នករួមដំណើរចំណាំថាឡានក្រុងទៅភូមិវ៉ាឡុងបានចេញដំណើរហើយសូមអ្នកដំណើរទាំងអស់គ្នាឆែកសម្បត្តិនិងឡើងឡានប្តីប្រធានក្រុមហ៊ុនមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារប៉ុន្តែបានរៀបការជាមួយនារីម្នាក់មកពីជនបទប៉ុន្តែបន្ទាប់ពីបានចុះឈ្មោះរៀបការរួចគាត់មើលងាយនាងថាជនបទពេកគាត់មិនព្រមនាំនាងទៅផ្ទះទេប៉ុន្តែនាងនិយាយថានៅក្នុងភូមិរបស់យើងបន្ទាប់ពីរៀបការរួចគ្រប់គ្នាត្រូវតែដេកលើគ្រែជាមួយប្តីហើយត្រូវតែមានកូនអ្នកត្រូវតែមានកូនជាមួយខ្ញុំប្រធានក្រុមហ៊ុនមិនយល់ទេប៉ុន្តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ចំអកនាងថាមន់ព្រៃចង់រៀបការជាមួយសត្វស្លាបហ្វីនិកប៉ុន្តែនាងជឿជាក់ថាពួកគេបានរៀបការរួចហើយដូច្នេះគួរតែដេកលើគ្រែតែមួយហើយមានកូនជាមួយគ្នាប៉ុន្តែប្រធានក្រុមហ៊ុនមិនយល់ព្រមទេកាលពីយូរយារណាស់មកហើយជីតារបស់នាងបានជួយសង្គ្រោះជីវិតរបស់ជីតារបស់ប្រធានក្រុមហ៊ុនជីតារបស់ប្រធានក្រុមហ៊ុនចង់តបស្នងនាងវិញប៉ុន្តែជីតារបស់នាងបានស្លាប់បាត់ទៅហើយដូច្នេះគាត់បានបង្ខំប្រធានក្រុមហ៊ុនឲ្យរៀបការជាមួយនាងពេលទៅដល់ការិយាល័យចុះឈ្មោះអាពាហ៍ពិពាហ៍ដោយសារតែសម្លៀកបំពាក់របស់ពួកគេខុសគ្នាខ្លាំងពេកសូម្បីតែមន្ត្រីក៏គិតថាប្រធានក្រុមហ៊ុនត្រូវបានគេបង្ខំដែរទោះបីជាប្រធានក្រុមហ៊ុនមិនព្រមក៏ដោយប៉ុន្តែដើម្បីជីតារបស់គាត់ត្រូវតែទទួលស្គាល់ថាគាត់ស្ម័គ្រចិត្តដូច្នេះហើយពួកគេទាំងពីរបានរៀបការយ៉ាងរហ័សប្រធានក្រុមហ៊ុនគិតថានាងចង់បានតែលុយរបស់គាត់ដូច្នេះគាត់បានយកកាតអន្ទានខ្មៅមួយសន្លឹកមកឲ្យនាងដើម្បីបណ្ដេញនាងចេញប៉ុន្តែនាងមិនញើតឡើយនាងនិយាយថានៅក្នុងភូមិរបស់នាងស្ត្រីដែលរៀបការរួចហើយត្រូវតែរស់នៅជាមួយប្តីលើកលែងតែស្ត្រីមេម៉ាយនាងយំហើយគំរាមគាត់ថាតើគាត់ចង់ឲ្យនាងក្លាយជាស្ត្រីមេម៉ាយឬប្រធានក្រុមហ៊ុនមិនអាចធ្វើអ្វីបានក្រៅពីនាំនាងទៅផ្ទះជាមួយគ្នាប៉ុន្តែគាត់មិនបានបង្ហាញមុខសប្បាយចិត្តទេគាត់មិនដឹងថានាងជាអ្នកដែលបានជួយសង្គ្រោះជីវិតរបស់គាត់កាលពីកុមារភាពទេកាលពីកុមារភាពនាងបានជួយសង្គ្រោះគាត់ពេលគាត់រងរបួសនៅលើភ្នំនាងបានដឹងឈ្មោះពិតរបស់គាត់ប៉ុន្តែនាងមិនបានប្រាប់គាត់ពីឈ្មោះរបស់នាងទេមុនពេលចាក់ចេញគាត់បានឲ្យខ្សែដៃដែលម្ដាយរបស់គាត់បានឲ្យគាត់ទុកជាអនុស្សាវរីយ៍ទៅនាងហើយគាត់សន្យាថានឹងត្រឡប់មករកនាងវិញមើលសម្រស់ថៃរបស់គាត់នាងគិតថាគាត់ភ្លេចការសន្យារបស់គាត់ហើយត្រឡប់មកផ្ទះវិញប្រធានក្រុមហ៊ុនបានសុំនាងធ្វើម្ហូបឲ្យគាត់នាងបានចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើម្ហូបហើយយកត្រីឆ្អិនមកឲ្យគាត់ដោយមានទំនុកចិត្តប៉ុន្តែប្រធានក្រុមហ៊ុនគ្រាន់តែភ្លក់មួយខាំហើយនិយាយថាត្រីនេះស្លាប់យ៉ាងអយុត្តិធម៌នាងភ្លក់វាហើយជ្រួញចិញ្ចើមប៉ុន្តែនាងនៅតែឆ្លាតវៃហើយនិយាយថាត្រីនេះមានគុណភាពមិនល្អនាងមិនដឹងថានេះជាត្រីតុបតែងដែលប្រធានក្រុមហ៊ុនបានចិញ្ចឹមអស់រយៈពេល5ឆ្នាំហើយមានតម្លៃ8លានដុល្លារទេយកពីណាខ្ញុំឃើញត្រី2ក្បាលនៅក្នុងអាងខ្ញុំជ្រើសរើសយកត្រីក្រហមធំមួយឲ្យអ្នកប្រធានក្រុមហ៊ុនមើលត្រីពណ៌នៅក្នុងអាងហើយនៅស្ងៀមបន្ទាប់មកគាត់ប្រាប់នាងថាត្រីនោះមានតម្លៃ8លានដុល្លារសូមអបអរសាទរអ្នកបានញ៉ាំផ្ទះមួយក្នុងហើយនាងតាមគាត់ហើយសុំទោសមិនឈប់ឈរប្រធានក្រុមហ៊ុនខឹងហើយរកលេសចេញទៅក្រៅនៅពេលទៅដល់បារមិត្តភ័ក្តិរបស់គាត់ចំអកគាត់ដែលរៀបការជាមួយនារីជនបទប៉ុន្តែគាត់មិនដែលភ្លេចនារីដែលបានជួយសង្គ្រោះជីវិតរបស់គាត់ទេក្នុងពេលជាមួយគ្នានេះនាងក៏ត្រៀមប្រាប់គាត់ពីការពិតដែរនាងបានដាក់ខ្សែដៃដែលលោកបានឲ្យកាលពីក្មេងនៅលើតុក្បែរគ្រែនាងសង្ឃឹមថាគាត់នឹងស្គាល់នាងពេលគាត់ត្រឡប់មកវិញបន្ទាប់មកនាងរវល់ចុះទៅខាងក្រោមហើយដកផ្កាដែលគាត់ដាំទាំងអស់ចេញដាំស្មៅក្នុងស្រះដ៏ស្រស់ស្អាតនេះធ្វើអីដាំបន្លែល្អជាងក្លិនគីមីនេះមានក្លិនខ្លាំងពេកនៅជនបទល្អជាងជីធម្មជាតិលោកអ្នកបម្រើវាងលោកម្ចាស់វិលត្រឡប់មកវិញហើយក្លិនអ្វីឆ្អេះយ៉ាងនេះអ្នកស្រីកំពុងដាំបន្លែនៅក្នុងសួនច្បារលោកអ្នកបម្រើវាងតើប្រពន្ធជនបទរបស់លោកធានសិនបានបញ្ចេញឧស្ម័នពុលនៅក្នុងផ្ទះក្លិននេះឆ្អេះពេកហើយតោះដៃចេញវិញរួនយីអ្នកស្រីហេតុអ្វីបានជាអ្នកដកស្មៅឡានចេញខ្ញុំគិតថាស្មៅទាំងនោះគ្មានប្រយោជន៍ទេយើងអាចដាំទេសនិងខ្ទឹមបារាំងបានខ្ញុំដឹងពីរបៀបដាំវាទាំងអស់ទាំងនេះជាផ្កាអ័រគីដេកម្រដែលម្ចាស់ទិញពីបរទេសក្នុងតម្លៃខ្ពស់អ្នកនេះអ្នកឈួតទៀតហើយឬសុំទោសខ្ញុំមិនដឹងថាវាជាផ្កាអ័រគីដេដ៏កម្រទេខ្ញុំគិតថាវាជាស្មៅអ្នកមិនដឹងថាមិនត្រូវប៉ះវាទេមនុស្សមកពីជនបទគ្មានចំណេះដឹងមិនដឹងថាលោកធានសិនមានបាបកម្មអ្វីបានជារៀបការជាមួយអ្នកទេសូមអ្នកនៅស្ងៀមកុំបង្កបញ្ហាឲ្យខ្ញុំមែនហើយមើលខ្លួនឯងផងមិនស័ក្តិសមនឹងលោកធានសិនទេអ្នកអន់ជាងអ្នកបម្រើទៅទៀតមិនដឹងថាលោកធានសិនរៀបការជាមួយអ្នកធ្វើអីទេសុំទោសខ្ញុំពិតជាមិនដឹងថាវាជាផ្កាអ័រគីដេដ៏កម្រទេខ្ញុំគិតថាវាជាស្មៅ
ខ្ញុំមិនដឹងថាវាថ្លៃយ៉ាងនេះទេស្មៅពិតជាក្មេងស្រីក្រីក្រមកពីជនបទមែនមិនស្គាល់ផ្កាអ័រគីដេគ្មានចំណេះដឹងមែនធានសិនប្រពន្ធអ្នកមិនសមជាប្រពន្ធប្រធានក្រុមហ៊ុនទេមិនដឹងជាតាហ្វូគិតយ៉ាងម៉េចទេឲ្យអូនរៀបការជាមួយនារីម្នាក់នេះខ្ញុំធំធាត់នៅជនបទពិតជាមិនដែលឃើញផ្កាថ្លៃបែបនេះទេសុំទោសខ្ញុំអាចសងទោះលក្ខខណ្ឌសងជំងឺរបស់អ្នកយ៉ាងណាក៏ដោយខ្ញុំទទួលយកទាំងអស់សងអ្នកដឹងទេថាផ្កាអ័រគីដេទាំងនេះមានតម្លៃប៉ុន្មានតើអ្នកបងប្រាក់ទេអ្នកនាងសូមសួរថាអ្នកនាងមានទំនាក់ទំនងអ្វីជាមួយប្តីខ្ញុំជារឿងអ្វីរបស់អ្នកចុះរឿងគ្រួសាររវាងខ្ញុំនិងប្តីខ្ញុំវាជារឿងអ្វីរបស់អ្នកបងធានសិនមើលនាងមិនត្រឹមតែបំផ្លាញផ្កាអ័រគីដេថ្លៃរបស់បងទេនាងថែមទាំងចំអកខ្ញុំទៀតពិតជាគ្មានសីលធម៌ហ្វូធានសិនកុំយកដៃខ្វក់របស់អ្នកមកប៉ះបងធានសិនស្អុយណាស់វិនរួនយីខ្ញុំបានសន្យាជាមួយជីតាខ្ញុំថានឹងរៀបការជាមួយអ្នកប៉ុន្តែយើងពិតជាមនុស្សមកពីពិភពលោកផ្សេងគ្នាខ្ញុំមិនអាចរស់នៅជាមួយអ្នកក្រោមដំបូលផ្ទះតែមួយបានទេខ្ញុំឲ្យកាត់នោះទៅអ្នកលុយនៅក្នុងនោះគ្រប់គ្រាន់សម្រាប់អ្នកចាយពេញមួយជីវិតអ្នកចេញទៅយីទេបងធានសិនប្រាប់ឲ្យអ្នកចេញទៅឲ្យលឿនខ្ញុំមិនដែលឃើញមនុស្សមុខក្រាស់ដូចអ្នកទេមិនត្រឹមតែបំផ្លាញផ្កាអ័រគីដេថ្លៃទេចង់នៅផ្ទះត្រកូលហ្វូទៀតឬអ្នកទាំងពីរមកជួយខ្ញុំផងមិនយូរទេបងធានសិនប្រាប់ឲ្យនាងចេញទៅអ្នកទាំងពីរមិនដឹងពីទំនាក់ទំនងរវាងខ្ញុំនិងបងធានសិនទេបើអ្នកទាំងពីរមិនស្ដាប់ខ្ញុំទេអ្នកចង់បាត់បង់ការងារឬមកអនុញ្ញាតឲ្យខ្ញុំទៅបើកទ្វារហ្វូធានសិនអ្នកល្ងងទេមិនអាចត្រឡប់ទៅផ្ទះត្រកូលហ្វូវិញបានទេត្រូវរកកន្លែងស្នាក់នៅមានអាហារនិងកន្លែងស្នាក់នៅកន្លែងនេះល្អសួស្តីអតិថិជនស្រារបស់អ្នកមកដល់ហើយនេះជានរណានេះមិនមែនជានារីជនបទដែលត្រូវបងធានសិនបណ្ដេញចេញទេនេះគឺជាប្រពន្ធថ្មីរបស់លោកហ្វូហេតុអ្វីបានជាមកធ្វើជាអ្នកបម្រើនៅខេវប្រពន្ធថ្មីអ្វីគ្រាន់តែជាមនុស្សក្រីក្រមកពីជនបទឬថាថ្ងៃដំបូងដែលចូលផ្ទះនាងបានធ្វើឲ្យគ្រួសារមានបញ្ហាគួរឲ្យអស់សំណើចណាស់មិនដឹងថាហេតុអ្វីបានជាលោកហ្វូបោះបង់អ្នកនាងអានយ៉ាដ៏ស្រស់ស្អាតរៀបការជាមួយនារីជនបទដូចអ្នកខ្ញុំធំធាត់នៅជនបទមិនសូវយល់ច្បាប់ទម្លាប់ទីក្រុងប៉ុន្តែវាមិនមានន័យថាខ្ញុំអន់ជាងអ្នកទេអ្វីដែលខ្ញុំដឹងអ្នកប្រហែលជាមិនដឹងទេប៉ុន្តែខ្ញុំមិនមើលងាយអ្នកទេអានយ៉ាមើលងាយយើងវិនរួនយីអ្នកមានមោទនភាពរឿងអ្វីកុំគិតថារៀបការជាមួយបងធានសិនហើយអ្នកនឹងក្លាយជាភរិយារបស់គាត់ជារៀងរហូតថ្ងៃនេះគាត់អាចបណ្ដេញអ្នកចេញថ្ងៃស្អែកគាត់អាចលែងលះជាមួយអ្នកមិនអាចទៅរួចទេធានសិននឹងមិនលែងលះជាមួយខ្ញុំទេហេតុអ្វីបានជាអ្នកប្រកាសយ៉ាងនេះដោយសារតែមុខមាយារបស់អ្នកឬអ្នកហ៊ានរត់ទៀតឬខ្ញុំបដិសេធមិនបម្រើអ្នកទេចាប់នាងបើខ្ញុំកោសមុខអ្នកតើអ្នកនឹងយកអ្វីទៅតាក់ទាញបងធានសិនអ្នកស្រីចេញទៅភ្លាមមិនទាន់រៀបចំរបស់របរឲ្យរួចរាល់ផងបោះចោលសម្រាមទាំងអស់ខ្សែដៃខ្ញុំបានប្រាប់ឲ្យបោះចោលទាំងអស់លោកម្ចាស់ខ្សែដៃនេះជារបស់វិនរួនយីទុកយប់មិញគ្មានអ្នកណាចូលបន្ទប់លោកម្ចាស់ក្រៅពីអ្នកស្រីទេវិនរួនយីនាងគឺជាមនុស្សដែលខ្ញុំកំពុងរកទៅស៊ើបអង្កេតរកមើលថាវិនរួនយីនៅណាលោកម្ចាស់បានរកឃើញថាអ្នកស្រីកំពុងធ្វើការជាអ្នកបម្រើនៅខេវ1 ម៉ោងមុនអ្នកនាងអានយ៉ាក៏បានទៅខេវដែរអ្នកនាងអានយ៉ាមានការរើសអើងចំពោះអ្នកស្រីវិនរួនយីរងចាំខ្ញុំបើខ្ញុំកោសមុខអ្នកតើអ្នកនឹងយកអ្វីទៅតាក់ទាញបងធានសិនហេតុអ្វីបានជាអ្នកមិននិយាយអ្នកមិនចូលចិត្តឆ្លោះជាមួយខ្ញុំទេ
អ្នកល្ងងជាងជ្រូកទៅទៀតនិយាយជាមួយអ្នកយ៉ាងណាក៏គ្មានប្រយោជន៍ដែរចិត្តស្លាប់ហើយនៅតែហ៊ានចំអកខ្ញុំទៀតខ្ញុំវិនរួនយីហ្វូធានសិនតើអ្នកមកទទួលខ្ញុំទៅផ្ទះវិញទេតើអ្នកមិនអីទេមិនអីទេតើអ្នកបានឃើញអ្វីដែលខ្ញុំដាក់បងធានសិនស្រីជនបត់ព្រៃផ្សៃនេះហ៊ានមករករឿងខ្ញុំអ្នកត្រូវតែជួយខ្ញុំរករឿងអ្នកមើលនាងទាត់ខ្ញុំរហូតដល់ក្រហមខ្ញុំមិនបានចិត្តណាទេគឺនាងយកកញ្ចក់បែកមកកាត់មុខខ្ញុំមុនឈឺទេខ្ញុំសួរថាឈឺទេមិនឈឺទេបងធានសិនមុនពេលរឿងនេះត្រូវបានដោះស្រាយអ្នកទាំងអស់គ្នាមិនអាចចេញទៅណាបានទេលោកហ្វូអានយ៉ាជាអ្នកបង្កប់ឲ្យយើងធ្វើមិនមែនខ្ញុំទេគឺជានាងគឺនាងជាអ្នកចំអកខ្ញុំមុនខ្ញុំគ្រាន់តែចង់បង្រៀននាងដូច្នេះអ្នកក៏កាត់មុខនាងខ្ញុំខឹងខ្លាំងពេកនាងជេរខ្ញុំដូច្នេះខ្ញុំត្រូវតែសុំទោសអ្នកឲ្យខ្ញុំសុំទោសមនុស្សក្រីក្រម្នាក់សុបិនទៅឥឡូវនេះនាងជាប្រពន្ធខ្ញុំបើអ្នកមិនសុំទោសទេយើងលែងត្រូវតាក់ទងគ្នាទៀតហើយបងធានសិនអ្នកមិនចូលចិត្តវិនរួនយីដែរទេហេតុអ្វីបានជាអ្នកនិយាយជំនួសនាងអ្នកគួរឲ្យស្រឡាញ់ណាស់ប្រកាសជាអ្នកខ្ញុំនិយាយជាលើកចុងក្រោយសុំទោសមនុស្សអាក្រក់ថ្ងៃនេះបងធានសិនជួយអ្នកមានសំណាងហើយខ្ញុំមិនជឿថាអ្នកអាចនៅផ្ទះត្រកូលហ្វូបានយូរទេសុំទោសបើអ្នកមិនដឹងសុំទោសទេខ្ញុំអាចទូរស័ព្ទទៅឪពុកអានភ្លាមគាត់ប្រកាសជាបង្រៀនអ្នកកុំបងធានសិនខ្ញុំនឹងសុំទោសនាងភ្លាមកុំតាក់ទងឪពុកខ្ញុំវិនរួនយីខ្ញុំមិនបានចិត្តណារករឿងអ្នកទេសុំទោសណាតើអ្នកអាចអភ័យទោសឲ្យខ្ញុំបានទេលោកស្រីហ្វូសូមអ្នកអភ័យទោសឲ្យខ្ញុំចំពោះអសិលធម៌របស់ខ្ញុំលោកស្រីហ្វូខ្ញុំដឹងថាខ្ញុំខុសហើយយើងមិនហ៊ានប្រមាថអ្នកទៀតទេនៅតែខឹងទេមិនទាន់ចេញទៅទៀតទេហ្វូធានសិនអរគុណដែលជួយនិយាយជំនួសខ្ញុំហេតុអ្វីបានជាអ្នកល្ងងយ៉ាងនេះបើខ្ញុំមកយឺតជាងនេះអ្នកនឹងមុខខូចហើយបញ្ហាតូចទោះបីមានមនុស្ស3នាក់ទៀតក៏ខ្ញុំអាចដោះស្រាយបានដែរចាំខ្ញុំនាំអ្នកទៅមន្ទីរពេទ្យមានរឿងអ្វីទុកវាចុះចាំខ្ញុំរុំរបួសឲ្យអ្នកសិនលោកហ្វូរបួសលើមុខអ្នកស្រីមិនធ្ងន់ទេវានឹងមិនបន្សល់ទុកស្លាកស្នាមទេប៉ុន្តែត្រូវប្រយ័ត្នញ៉ាំអាហារឲ្យមានជាតិប្រៃនិងខ្លាញ់តិចល្អអរគុណលោកគ្រូពេទ្យហ្វូធានសិនអ្នកមានរឿងអ្វីអ្នកខ្ញុំទៅទទួលទូរស័ព្ទសិនត្រឡប់មកវិញឲ្យលឿនខ្ញុំមានរឿងចង់និយាយជាមួយអ្នកមានរឿងអ្វីលោកហ្វូខ្ញុំបានរកឃើញក្មេងស្រីដែលអ្នកកំពុងរកហើយអ្វីមនុស្សដែលខ្ញុំបានបញ្ជូនទៅភូមិវឡុងបានរាយការណ៍ថាមានស្ត្រីម្នាក់បានត្រឡប់មកពីធ្វើការនៅខាងក្រៅពួកគេបានរកឃើញខ្សែដៃដែលអ្នកបានឲ្យទៅនាងកាលពីកុមារភាពខ្ញុំបានរៀបចំឡានរួចហើយតើអ្នកចង់ទៅភូមិវឡុងទេប្អូនប្រុសកុំខ្លាចអីដើរទៅមុខទៀតបន្តិចនឹងដល់ផ្លូវធំហើយអ្នកអាចជិះឡានត្រឡប់ទៅផ្ទះវិញបាននេះជារបស់ម៉ាក់ខ្ញុំឲ្យឥឡូវខ្ញុំឲ្យទៅអ្នកក្រោយមកខ្ញុំនឹងត្រឡប់មករកអ្នកវិញទៅខ្ញុំមានការបន្ទាន់បន្តិចត្រូវចេញទៅមុនចំណែកឯអ្នកខ្ញុំនឹងឲ្យអ្នកបម្រើមកទទួលអ្នកចេញពីមន្ទីរពេទ្យសម្រាប់ឲ្យបានស្រួលហ្វូធានសិនខ្ញុំមិនទាន់បានសួរអ្នកផងតើអ្នកបានឃើញខ្សែដៃដែលខ្ញុំដាក់លើតុបែរក្រែទេលោកប្រធានហ្វូខ្ញុំបានស៊ើបអង្កេតរួចរាល់ហើយម្ចាស់ខ្សែដៃឈ្មោះចាងស៊ីននាងបានធ្វើការនៅទីក្រុងហៃឆេងអស់រយៈពេលជាច្រើនឆ្នាំមកហើយដូច្នេះហើយបានជាមនុស្សដែលអ្នកបញ្ជូនទៅភូមិវឡុងមិនបានរកឃើញនាងចៃដន្យឲ្យណាស់ព្យុះរបស់នាងក៏ស្ថិតនៅក្នុងភូមិវឡុងដែរ
អ្នកនាងចាងស៊ីនរូបនេះគឺលោកប្រធានហ្វូធានសិនមកលេងយប់ជ្រៅរំខានហើយលោកប្រធានហ្វូធានសិនគឺជាអ្នកស្នងរឹករបស់អ្នកមានបំផុតនៅក្នុងប្រទេសគាត់មករកខ្ញុំធ្វើអ្វីអ្នកនាងចាងស៊ីនលោកម្ចាស់របស់យើងកំពុងតែស្វែងរកអ្នកដែលបានជួយសង្គ្រោះជីវិតរបស់គាត់សូមមើលខ្សែដៃពណ៌ក្រហមរបស់អ្នកបានទេបានខ្សែដៃនេះអ្នកបានមកពីណានេះគឺវិនរួនយីខ្សែដៃអ្នកស្អាតណាស់នេះជារបស់ប្អូនប្រុសដែលខ្ញុំបានជួយការពីម្សិលមិញឲ្យខ្ញុំគាត់និយាយថាពីរបីថ្ងៃទៀតនឹងមករកខ្ញុំគ្រាន់តែជាខ្សែដៃធម្មតាមួយខ្ញុំក៏អាចទិញបានដែរខ្សែដៃនេះអ្នកបានមកពីណានេះជារបស់ប្អូនប្រុសម្នាក់ដែលខ្ញុំស្គាល់កាលពីក្មេងឲ្យខ្ញុំហេតុអ្វីបានជាគាត់ឲ្យខ្សែដៃនេះទៅអ្នកព្រោះនេះជារបស់ប្អូនប្រុសដែលខ្ញុំបានជួយការពីម្សិលមិញឲ្យខ្ញុំប្អូនប្រុសនោះវង្វេងនៅលើភ្នំខ្ញុំក៏បាននាំគាត់ចុះពីលើភ្នំខ្ញុំប្រាប់គាត់ថាខ្ញុំជាប៉ូលីសគាត់ក៏ជឿព្រោះខ្ញុំបានជួយគាត់រងរបួសនៅលើភ្នំខ្ញុំបាននាំគាត់ចុះពីលើភ្នំគាត់ក៏បានឲ្យខ្សែដៃនេះមកខ្ញុំតើអ្នកជាប្អូនប្រុសម្នាក់នោះទេតើលោកប្រធានហ្វូចង់មានន័យថានៅក្នុងនេះមាន5លានអ្នកបានជួយសង្គ្រោះខ្ញុំសូមចាត់ទុកថាជាការតបស្នងរបស់ខ្ញុំហ្វូធានសិនគឺជាអ្នកស្នងរឹករបស់អ្នកមានបំផុតនៅក្នុងប្រទេសបើខ្ញុំអាចទៅទីក្រុងប៉េកាំងជាមួយគាត់ក្រោយមកខ្ញុំនឹងមានអំណាចនិងទ្រព្យសម្បត្តិច្រើនជាងនេះ5លានមិនសំខាន់ទេលោកហ្វូខ្ញុំមិនចង់បានលុយទេតើអ្នកអាចនាំខ្ញុំទៅទីក្រុងប៉េកាំងបានទេខ្ញុំចង់ធ្វើការនៅក្រុមហ៊ុនហ្វូរៀបចំឲ្យនាងបាទលោកប្រធានហ្វូខ្ញុំបានរៀបចំឲ្យអ្នកនាងចាងស៊ីនធ្វើការនៅផ្នែកធនធានមនុស្សហើយលោកប្រធានហ្វូតើអ្នកខ្ញុំចាំថាអ្នកបាននិយាយថាភូមិរបស់វិនរួនយាយក៏ស្ថិតនៅក្នុងភូមិអ៊ូឡុងដែរមែនហើយដំបូងឡើយគាត់បានដឹងថាខ្វាន់របស់តាវិននៅភូមិវ៉ូឡុងទើបបានរកឃើញអ្នកស្រីអ្នកយកខ្សែដៃទាំងពីរនេះទៅវិទ្យាស្ថានស្រាវជ្រាវត្បូងរូបរាងខ្សែដៃអាចคล้ายបានប៉ុន្តែត្បូងពណ៌លឿងនៅលើខ្សែដៃមានតម្លៃមិនអាចកាត់ថ្លៃបានពិនិត្យមើលឃើញភ្លាមថាពិតឬคล้ายខ្ញុំត្រូវតែរកឃើញក្មេងស្រីដែលបានជួយសង្គ្រោះខ្ញុំចំណែកឯអ្នកស្រីវិញវិនរួនយីចាងស៊ីនមុនពេលមានលទ្ធផលពិនិត្យទោះជាវិនរួនយីឬចាងស៊ីនក៏ដោយមិនត្រូវឲ្យពួកគេដឹងថាយើងកំពុងតែស៊ើបអង្កេតរឿងនេះទេល្អអូមែនហើយលោកតាទើបតែទូរស័ព្ទមកខ្ញុំគាត់នឹងទៅទទួលអ្នកស្រីនៅមន្ទីរពេទ្យដោយផ្ទាល់ហើយឲ្យអ្នកស្រីមករកអ្នកនៅក្រុមហ៊ុនគាត់បានកក់ភោជនីយដ្ឋានសម្រាប់អ្នកនិងអ្នកស្រីទៅញ៉ាំអាហារជាមួយគ្នាវិនរួនយីនឹងមកក្រុមហ៊ុនបញ្ជារបស់លោកតាខ្ញុំមិនហ៊ានបដិសេធទេលោកតាពិតជាចេះបង្កបញ្ហាមែនអ្នកនាងអាន់យ៉ាអ្នកមកក្រុមហ៊ុនហ្វូមានការអ្វីខ្ញុំមើលថាអ្នកបានរៀបចំឲ្យស្ត្រីម្នាក់ចូលធ្វើការនៅក្រុមហ៊ុនហ្វូឲ្យបងធានសិននេះជាការរៀបចំបុគ្គលិកផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វូអ្នកនាងអាន់យ៉ាអ្នកមិនគួរជ្រៀតជ្រែកទេស្ត្រីនោះនៅឯណាប្រាប់នាងឲ្យចេញមកហ៊ានលួចស្រឡាញ់លោកប្រធានហ្វូពីក្រោយខ្នងយើងខ្ញុំឃើញនាងធុញនឹងការរស់នៅហើយអ្នកនាងទាំងពីរកុំរករឿងបុគ្គលិករឿងរបស់ក្រុមហ៊ុនហ្វូអ្នកទាំងពីរពិតជាមិនអាចជ្រៀតជ្រែកបានទេកុំគិតថាខ្ញុំមិនដឹងក្មេងស្រីគួរឲ្យស្រឡាញ់នោះគិតថាខ្លួនឯងបានជួយសង្គ្រោះបងធានសិនកាលពីក្មេងក៏ឆ្លៀតឱកាសមករំខានបងធានសិនអ្នកទៅប្រាប់នាងបើនាងនៅតែហ៊ាននៅក្បែរបងធានសិនខ្ញុំនឹងធ្វើឲ្យនាងស្អាតមើលលោកប្រធានហ្វូហេតុអ្វីបានជាអ្នកទៅរករឿងស្នេហាច្រើនម្លេះតាដល់ក្រុមហ៊ុនហ្វូហើយខ្ញុំអាចទៅរកហ្វូធានសិនដោយខ្លួនឯងបានអ្នកមិនចាំបាច់ទៅជាមួយខ្ញុំទេបានចុះតាមិនរំខានអ្នកទាំងពីរទេលាហើយតាទៅចុះទៅបន្ទប់ទឹកក្មេងស្រីគួរឲ្យស្រឡាញ់នោះគិតថាខ្លួនឯងស្គាល់បងធានសិនតាំងពីក្មេងក៏មិនចង់ចេញពីក្រុមហ៊ុនហ្វូពិតជាគ្មានសីលធម៌មែនហើយមនុស្សអាក្រក់អាន់យ៉ានេះកំពុងតែនិយាយពីខ្ញុំទេមិនក៏មុខក្រាស់ម្លេះអាន់យ៉ា
នាងគ្រាន់តែជាក្មេងស្រីជនបទម្នាក់សំបីតែសក់មួយសរសៃរបស់អ្នកក៏នាងមិនស្មើដែរជាងនេះទៅទៀតអ្នកណាក៏ដឹងដែរថាលោកប្រធានហ្វូស្អប់មនុស្សដែលចូលចិត្តទារបុណ្យខ្ញុំគិតថាបើនាងនៅតែប្រើរឿងដែលបានជួយលោកប្រធានហ្វូកាលពីក្មេងយូរទៅលោកប្រធានហ្វូនឹងស្អប់នាងមុនគេមនុស្សក្រីក្រមកពីជនបទម្នាក់គិតថាបានជួយបងធានសិនក៏អាចក្លាយជាសត្វស្លាបហ្វីនិកនាងមិនបានមើលខ្លួនឯងទេតើនាងស័ក្តិសមទេមែនហើយហ្វូធានសិនតើអ្នកពិតជាមិនចង់ឲ្យខ្ញុំមករកអ្នកមែនទេវិញរួនយីអ្នកដើរមិនមើលផ្លូវសុំទោសមានរឿងអ្វីទៀតមនុស្សក្រីក្រមកពីជនបទម្នាក់គិតថាបានជួយបងធានសិនក៏អាចក្លាយជាសត្វស្លាបហ្វីនិកនាងមិនបានមើលកញ្ចក់ទេតើនាងស័ក្តិសមទេមែនហើយហ្វូធានសិនតើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំមករកអ្នកមិនដឹងថាខ្ញុំនឹងរៀបការជាមួយអ្នកទេចុះបើអ្នកស្អប់ខ្ញុំយ៉ាងនេះអ្នកនៅតែមិនចង់ចេញពីផ្ទះត្រកូលហ្វូហើយកាន់កាប់តំណែងជាភរិយារបស់លោកហ្វូតើខ្ញុំត្រូវតែស្វាគមន៍អ្នកដោយរីករាយទេហ្វូធានសិនអ្នកជាមនុស្សក្បត់ចិត្តខ្ញុំលែងស្រឡាញ់អ្នកទៀតហើយនាងឈួតទៀតហើយតើអ្នកស្រីដឹងទេថាអ្នកបាននាំអ្នកនាងចាំងមកពីភូមិវឡុងមកក្រុមហ៊ុនហ្វូធ្វើឲ្យនាងខឹងនាងមានសិទ្ធិអ្វីមកខឹងនោះមានន័យថាអ្នកស្រីគិតថាអ្វីដែលអ្នកនិយាយខ្លាំងពេកយល់ព្រមអ្នកទៅយកខ្សែកពណ៌ខៀវដែលយើងបានទិញពីបារាំងឲ្យទៅនាងបាទខ្ញុំនឹងធ្វើឲ្យអ្នកស្រីសប្បាយចិត្តវិញខ្ញុំកំពុងតែលួងលោមនាងទេថ្ងៃកំណើតលោកតានៅថ្ងៃមួយស្អែកខ្ញុំខ្លាចនាងស្លៀកពាក់មិនសមរម្យខ្មាស់គេតើអ្នកកំពុងតែរកអ្វីតើអ្នកបាត់អ្វីទេវាជាខ្សែហ្វូធានសិននិយាយបែបនេះខ្ញុំមិនខ្វល់ពីគាត់ទេគ្មានអ្វីទេខ្ញុំនឹងរកដោយខ្លួនឯងសូមអ្នកចេញទៅតើអ្នកឈួតទៀតហើយមែនទេមិនមែនជារឿងរបស់អ្នកទេទុកវាចុះខ្ញុំមិនខ្វល់ពីអ្នកទេគ្រឿងអលង្ការដែលលោកវ៉ាងចឹងឲ្យអ្នកចូលចិត្តទេគ្រាន់តែជាថ្មពី3ដុំនៅជនបទខ្ញុំមានច្រើនណាស់ថ្មខូចនោះជារបស់ដែលខ្ញុំទិញពីបារាំងអ្នកពិតជាក្មេងស្រីជនបទដែលមិនដឹងអ្វីសោះពិតជាមិនស្គាល់របស់ល្អមែនហើយខ្ញុំធំធាត់នៅជនបទប៉ុន្តែវាមិនមែនជាហេតុផលដែលអ្នកអាចស្អប់ខ្ញុំបានទេហ្វូធានសិនខ្ញុំមិននឹកស្មានថាអ្នកជាមនុស្សមើលងាយគេបែបនេះទេអ្នកទើបជាមនុស្សខាងក្រៅស្អាតតែខាងក្នុងអាក្រក់ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកកំពុងតែគិតទេប៉ុន្តែថ្ងៃមួយស្អែកជាថ្ងៃកំណើតលោកតាសូមអ្នកធ្វើខ្លួនឲ្យបានសមរម្យកុំធ្វើឲ្យគ្រួសារអាម៉ាស់ថ្ងៃនេះជាខួបកំណើតគម្រប់80ឆ្នាំរបស់លោកតាមិនដឹងថាប្រពន្ធជនបទរបស់លោកហ្វូនឹងមកចូលរួមពិធីជប់លៀងដែរឬទេអ្នកទាំងអស់គ្នាថាមើលតើនាងពិតជាចាស់និងអាក្រក់ដូចពាក្យចាមអារ៉ាមមែនទេនាងគឺជាមនុស្សម្នាក់មិនដឹងជាបងធានសិនមានបាបកម្មអ្វីទេមនុស្សនៅជុំវិញគាត់សុទ្ធតែមកពីជនបទមនុស្សក្រីក្រអញ្ញ៉ាអ្នកកុំបារម្ភទេយប់នេះមានតែមនុស្សលំដាប់ខ្ពស់នៅទីក្រុងប៉េកាំងទេដែលមកលោកហ្វូច្បាស់ជាមិននាំវិនរួនយីមកធ្វើឲ្យខ្មាស់គេទេក្រឡេកមើលទូទាំងសាលអ្នកទើបជាស្ត្រីដែលស្រស់ស្អាតនិងថ្លៃថ្នូរបំផុតមែនហើយបើខ្ញុំជានាងក្នុងឱកាសបែបនេះខ្ញុំនឹងនៅផ្ទះស្ងាត់ដើម្បីកុំឲ្យខ្មាស់គេនាងហ៊ានមកមែនទេស្ត្រីនៅក្បែរលោកហ្វូជានរណាតើនាងជាកូនស្រីអ្នកមានទេហេតុអ្វីមិនដែលឃើញនាងជាប្រពន្ធជនបទរបស់លោកហ្វូនាងមិនដូចពាក្យចាមអារ៉ាមតែថាជាស្ត្រីជនបទចាស់និងអាក្រក់វិនរួនយីក្មេងស្រីគួរឲ្យស្រឡាញ់ហ៊ានមកប្រយុទ្ធជាមួយខ្ញុំចាំមើលខ្ញុំដោះស្រាយជាមួយអ្នកបងធានសិនថ្ងៃនេះជាពិធីជប់លៀងខួបកំណើតលោកតាអ្នកខឹងអ្វីខ្ញុំមិនបានខឹងទេ
ខ្ញុំគ្រាន់តែមិនចង់រំខានអ្នកនិយាយជាមួយអានយ៉ាវិញរួនយីបងធានសិនលើកមុននៅខែវាខ្ញុំមានរឿងមិនសប្បាយចិត្តជាមួយវិញរួនយីខ្ញុំដឹងថាខ្ញុំខុសហើយកុំខឹងទៀតអីវិញរួនយីធំធាត់នៅជនបទប៉ុន្តែយ៉ាងណាក៏ដោយនាងជាប្រពន្ធខ្ញុំអ្នកណារើសអើងនាងគឺរើសអើងខ្ញុំដែរអ្នកដឹងច្បាស់ហើយដឹងហើយចរិតរបស់នាងស្លូតហើយត្រង់បើនាងនិយាយអ្វីធ្វើឲ្យអ្នកមិនសប្បាយចិត្តកុំយកទៅគិតបងធានសិនពីមុនអ្នកមិនចូលចិត្តនាងទេមែនទេឥឡូវហេតុអ្វីបានជាអ្នកនិយាយជំនួសនាងខ្ញុំគ្រាន់តែនិយាយតាមការពិតទៅទទួលទូរស័ព្ទក្មេងកំព្រាមិននឹកស្មានថាអ្នកហ៊ានមកពិធីជប់លៀងខួបកំណើតលោកតាហ្វូខ្ញុំជាប្រពន្ធហ្វូធានសិនហេតុអ្វីខ្ញុំមិនអាចមកបានប្រពន្ធអ្នកមិនទាន់ដឹងទេធានសិនបាននាំសង្សាររបស់គាត់មកធ្វើការនៅក្រុមហ៊ុនហ្វូហើយតំណែងជាភរិយាលោកហ្វូរបស់អ្នកប្រហែលជាមិនយូរទេអ្នកចង់មានន័យថាម៉េចចង់ដឹងទេថាខ្ញុំចង់មានន័យថាម៉េចតាមខ្ញុំមកខ្ញុំនឹងប្រាប់អ្នកតើអ្នកចង់និយាយអ្វីជាមួយខ្ញុំខាងក្រៅមានមនុស្សច្រើនយើងចូលទៅខាងក្នុងនិយាយទៅបើកទ្វារអានយ៉ាឈប់គោះទៅថ្ងៃនេះអ្នកនៅស្ងាត់នៅខាងក្នុងទៅនៅតែចង់អួតនៅក្នុងពិធីជប់លៀងទៀតឬសុបិនទៅអ្នកនាងអានហេតុអ្វីបានជាអ្នកឈរនៅទីនេះតែម្នាក់ឯងលោកវាងមកដល់ហើយស្រីស្អាតនៅម្នាក់ឯងខ្ញុំឃើញហើយអាណិតបើមិនមែនខ្លាចក្រុមហ៊ុនវាងទេខ្ញុំមិនខ្វល់ពីនាងទេខ្ញុំមិនសូវស្រួលខ្លួនទេមិនអាចទៅជាមួយលោកវាងបានទេអ្នកនាងអានអ្នកនឹងទៅណាខ្ញុំផឹកស្រាតែម្នាក់ឯងធុញណាស់អ្នកនាងអានទៅផឹកជាមួយខ្ញុំបានទេកុំលោកវាងចូលចិត្តស្រីស្អាតអ្នកទាំងអស់គ្នាដឹងហើយប៉ុន្តែថ្ងៃនេះមានស្រីស្អាតម្នាក់មកចូលរួមពិធីជប់លៀងអ្នកមិនទាន់ដឹងទេនៅទីក្រុងប៉េកាំងនៅមានស្រីស្អាតដែលខ្ញុំមិនដែលឃើញឥឡូវនាងនៅជាន់ទី2លោកវាងទៅមើលឃើញភ្លាមខ្ញុំនាំអ្នកទៅមើលបើពិធីជប់លៀងនេះមានមនុស្សបែបនេះមែនមិនក៏អាចខ្វះខ្ញុំបានទៅលោកវាងសូមវិញរួនយីលើកមុនខ្ញុំមិនអាចបំផ្លាញមុខអ្នកបានទេលើកនេះខ្ញុំនឹងធ្វើឲ្យអ្នកអាម៉ាស់មុខហើយរត់ចេញពីទីក្រុងប៉េកាំងលោកតាមានសំណាងណាស់ក្រឡេកមើលទូទាំងទីក្រុងប៉េកាំងតើមានអ្នកណាមានពិធីជប់លៀងខួបកំណើតដ៏អស្ចារ្យបែបនេះក្មេងរៀបចំទាំងអស់ធ្វើឲ្យមនុស្សគ្រប់គ្នាសើចធានសិនមកជួបពូវាងលោកតាពូវាងហ្វូធានសិនជាយុវជនដែលមានសមត្ថភាពបើកូនប្រុសខ្ញុំមានសមត្ថភាពពាក់កណ្ដាលរបស់គាត់ខ្ញុំដេកលក់ក៏សើចដែរទោះបីជាមានសមត្ថភាពយ៉ាងណាក៏ដោយមិនសំខាន់ដូចរកប្រពន្ធល្អឲ្យចៅប្រុសខ្ញុំទេចុះរួនយីនៅឯណាហេតុអ្វីមិនមកនាងមកហើយលោកតាខ្ញុំទៅហៅនាងមកលោកតាហ្វូខ្ញុំទៅតែឃើញអ្នកនាងវិនទៅបណ្ណាល័យជាន់ទី2នាងនិយាយថាមានកាដូសម្រាប់អ្នកតារួនយីរៀបចំកាដូអ្វីឲ្យខ្ញុំមិនដឹងទេលោកតាហ្វូយើងទាំងអស់គ្នាទៅមើលទាំងអស់គ្នាយើងក៏ចង់ឃើញប្រពន្ធរបស់ធានសិនដែរថានាងរៀបចំកាដូអ្វីឲ្យអ្នកល្អពេលវេលាល្អណែនាំទៅកាន់អ្នកទាំងអស់គ្នាចៅស្រីរបស់ខ្ញុំលោកតាវិញរួនយីនៅខាងក្នុងខ្ញុំទៅបើកទ្វារឲ្យអ្នកចៅស្រីរបស់ខ្ញុំស្លូតបូតនឹងចេះស្ដាប់បង្គាប់ធានសិនរៀបការជាមួយនាងគឺជាសំណាង3ជាតិប៉ាហេតុអ្វីបានជាប៉ានៅទីនេះខ្ញុំអ្នកណាវាយប៉ាបែបនេះខ្ញុំហេតុអ្វីបានជាអ្នកនៅទីនោះបើខ្ញុំមិននៅទីនេះតើខ្ញុំត្រូវរងចាំគេរករឿងទេទៅរកកន្លែងដោះស្រាយគ្នា
វិញរួនយីតើអ្នកកំពុងតែធ្វើអ្វីហេតុអ្វីបានជាអ្នកចង់លោកវាំងនៅលើកៅអីក្មេងស្រីព្រៃផ្សាយមកពីណាហ៊ានវីកូនប្រុសខ្ញុំចាំមើលខ្ញុំដោះស្រាយជាមួយអ្នកលោកប្រធានវាងតើអ្នកចង់ធ្វើអ្វីជាមួយប្រពន្ធខ្ញុំលោកហ្វូក្មេងស្រីនេះជាប្រពន្ធអ្នកលោកប្រធានវាងទោះបីជាអ្នកខឹងយ៉ាងណាក៏ដោយអ្នកត្រូវតែដឹងពីមូលហេតុមុននឹងដោះស្រាយលោកវាងហេតុអ្វីបានជាអ្នកចូលមកក្នុងបណ្ណាល័យផ្ទះខ្ញុំដោយគ្មានហេតុផលហ្វូធានសិនក្មេងស្រីគួរឲ្យស្រឡាញ់នេះចង់បោកអ្នកហ្វូធានសិនក្មេងស្រីគួរឲ្យស្រឡាញ់នេះចង់បោកអ្នកកំពូលប៉ុណ្ណឹងចង់រារាំងខ្ញុំទេស្រីស្អាតឲ្យខ្ញុំថើបមួយចោលប្លន់រងចាំគេដាក់អ្នកក្នុងទ្រុងជ្រូកចុះលោកហ្វូខ្ញុំមិនបានធ្វើអ្វីទេគឺអានយ៉ាជាអ្នកបង្កប់ឲ្យខ្ញុំទៅរំខានប្រពន្ធអ្នកបើមិនដូច្នោះទេខ្ញុំមិនហ៊ានរករឿងនៅក្នុងផ្ទះអ្នកទេអ្នកនិយាយរឿងអីអានយ៉ាអ្នកគឺអានយ៉ាប្រាប់ខ្ញុំថាមានស្រីស្អាតនៅជាន់លើបើមិនដូច្នោះទេហេតុអ្វីខ្ញុំចូលមកក្នុងបណ្ណាល័យអ្នករំខានវិនរួនយីមិនបានហេតុអ្វីបានជាអ្នកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំតើមានរឿងអ្វីកើតឡើងបើខ្ញុំនិយាយតើអ្នកជឿទេនិយាយមកអានេះបាននាំខ្ញុំទៅបណ្ណាល័យបន្ទាប់មកមិនយូរប៉ុន្មានចោលប្លន់នេះក៏វិនរួនយីកុំរំពឹងថានឹងបង្កាច់បង្ខូចខ្ញុំបើអ្នកមិនជឿក៏មិនអីទេបងធានសិនប្រហែលជាវិនរួនយីចង់តាក់ទាញលោកវាងឃើញរឿងបែកការក៏បន្ទោសខ្ញុំទាំងអស់តើមានរឿងអ្វីកើតឡើងលោកប្រធានហ្វូពិតជាអានយ៉ាជាអ្នកបញ្ជូនខ្ញុំទៅបណ្ណាល័យមែនមនុស្សអាក្រក់ខ្មាស់គេហើយមិនទាន់ត្រឡប់ទៅផ្ទះទៀតទេឈរនៅទីនោះប៉ាលោកហ្វូកូនប្រុសខ្ញុំមិនគោរពប្រពន្ធលោកខ្ញុំនឹងទៅផ្ទះហើយបង្រៀនគាត់ត្រឡប់ទៅផ្ទះមិនត្រឡប់ទេកូនអាក្រក់លើកជង្គង់សុំទោសលោកស្រីហ្វូសូមអ្នកមេត្តាសូមអ្នកអភ័យទោសឲ្យខ្ញុំលើកនេះខ្ញុំសូមអង្វរអ្នកសូមអភ័យទោសឲ្យខ្ញុំលើកនេះអភ័យទោសឲ្យអ្នកស្ត្រីរបស់ហ្វូធានសិនមិនមែនអ្នកណាក៏អាចរករឿងបានដែរកូនអាក្រក់ហ៊ានមកចង់បានប្រពន្ធខ្ញុំចាំមើលខ្ញុំដោះស្រាយជាមួយអ្នកពេលត្រឡប់ទៅផ្ទះវិញប៉ាខ្ញុំពិតជាដឹងកំហុសហើយលោកប្រធានហ្វូខ្ញុំស្បត់ខ្ញុំនឹងមិនរំខានប្រពន្ធលោកទៀតទេខ្ញុំស្បោះមិនអីទេខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាខ្ញុំសូមអង្វរអ្នកលោកប្រធានហ្វូតើអ្នកគិតថាបែបនេះបានទេគ្រប់ទីកន្លែងដែលមានប្រពន្ធលោកខ្ញុំនឹងប្រាប់កូនប្រុសខ្ញុំឲ្យនៅឆ្ងាយតើអ្នកគិតថាបានទេចេញទៅហ្វូធានសិននៅក្នុងភូមិរបស់យើងអ្នកណាតាក់ទាញប្រពន្ធគេដាក់ក្នុងទ្រុងជ្រូកនៅក្នុងភូមិរបស់យើងអ្នកណាតាក់ទាញប្រពន្ធគេដាក់ក្នុងទ្រុងជ្រូកដាក់ក្នុងទ្រុងជ្រូកប៉ាចង់គេដាក់ក្នុងទ្រុងជ្រូកទេមិនទាន់ចេញទៅទៀតទេនៅទីនេះពិតជាគ្មានច្បាប់ទម្លាប់សមាគមជាតិដើម្បីនីតិរដ្ឋអូអ្នកក៏ឈរនៅទីនោះដែរបងធានសិនអានយ៉ាខ្ញុំបានប្រមានអ្នកកុំឲ្យរករឿងវិនរួនយីបងធានសិនសូមអ្នកឲ្យឱកាសខ្ញុំម្ដងទៀតខ្ញុំសន្យាថានឹងមិនរករឿងវិនរួនយីទៀតទេរួនយីជាចៅស្រីជាទីស្រឡាញ់របស់គ្រួសារហ្វូអ្នកណាហ៊ានរករឿងរួនយីគឺជាស្ត្រូវជាមួយគ្រួសារហ្វូក្មេងស្រីអានក្រោយមកគុំមកទីនេះទៀតគ្រួសារហ្វូមិនស្វាគមន៍អ្នកទេលោកតាហ្វូបងធានសិនយើងធំធាត់ជាមួយគ្នាតើអ្នកពិតជាចង់ជួយក្មេងស្រីជនបទនេះហើយមិនខ្វល់ពីខ្ញុំទៀតទេហ្វូធានសិនបើអ្នកធ្វើឲ្យរួនយីឈឺចាប់ដោយសារស្ត្រីផ្សេងចេញពីផ្ទះត្រកូលហ្វូទៅអានយ៉ាលោកតាបាននិយាយរួចហើយក្រោយមកគុំមកផ្ទះត្រកូលហ្វូទៀតកុំឲ្យខ្ញុំឃើញអ្នកនៅក្បែរវិនរួនយីទៀតបើមិនដូច្នោះទេអាជីវកម្មរវាងគ្រួសារអាននិងគ្រួសារហ្វូនឹងបញ្ចប់ពេញចិត្តហើយឬនៅអើហឺលោកតាបានជួយអ្នកបណ្ដេញអានយ៉ាចេញឥឡូវគ្មានអ្នកណារករឿងអ្នកទៀតទេអ្នកគួរតែសប្បាយចិត្តហ្វូធានសិនហេតុអ្វីបានជាអ្នកនិយាយបែបចំអកអានយ៉ាត្រូវបានបណ្ដេញចេញព្រោះនាងធ្វើខុសចប់អ្វីនឹងខ្ញុំមាត់ឆ្មងមិនដឹងគុណអ្នកចង់មានន័យថាម៉េចខ្ញុំមិនចង់និយាយជាមួយមនុស្សក្បត់ចិត្តទេវិនរួនយីអ្នកមិនខឹងខ្ញុំមួយថ្ងៃរស់មិនបានមែនទេរួនយីជាក្មេងល្អនិងស្លូតធានសិនក្រោយមកបើមានរឿងអ្វីត្រូវតែចោះញោមនាងលោកតានាងបានចំអិនត្រីក្រហមរបស់ខ្ញុំនិងដបការអាគីដេរបស់ខ្ញុំចោលធ្វើឲ្យផ្ទះខ្ញុំរញ៉េញ៉ៃតើខ្ញុំមិនទាន់ចោះញោមនាងគ្រប់គ្រាន់ទេរួនយីគួរឲ្យស្រឡាញ់ណាស់គួរឲ្យស្រឡាញ់ខ្ញុំឃើញនាងឆ្លើយល្ងង
ខ្ញុំបាននិយាយថាខ្ញុំនឹងសងជំងឺរួចហើយ Phố Thiên Sân កុំចំអកខ្ញុំទៀតខ្ញុំកំពុងរកការងារធ្វើហើយរួនយីរបស់យើងចង់រកការងារធ្វើពេលខ្ញុំរកលុយបានខ្ញុំនឹងសងត្រីក្រហមរបស់អ្នកនិងផ្កាអ័រគីដេរបស់អ្នករួនយីមានមហិច្ឆតាណាស់លោកតាគាំទ្រអ្នកមុនគេក្មេងអាក្រក់ថ្ងៃស្អែកទៅក្រុមហ៊ុនរៀបចំរកការងារល្អមួយឲ្យរួនយីក្រុមហ៊ុន Phố មិនត្រូវការមនុស្សមកពីជនបរទេសអ្នកនិយាយអ្វីរកខ្ញុំនឹងរកឲ្យនាងរៀបចំឲ្យភ្លាមអញ្ចឹងបានហើយពិធីជប់លៀងខួបកំណើតខ្ញុំចប់ហើយនៅទីនេះមិនត្រូវការអ្នកទៀតទេរៀបចំការងារឲ្យរួនយីភ្លាមថ្ងៃស្អែករួនយីនឹងទៅធ្វើការនៅក្រុមហ៊ុន Phố ក្រុមហ៊ុនមានច្បាប់តឹងរឹងអ្នកគួរតែការិយាល័យអ្នកស្អាតណាស់ប៉ុន្តែបង្អួចអ្នកខ្វក់បន្តិចបើអ្នកចូលចិត្តបង្អួចអ្នកមកជូតវាទៅបានខ្ញុំចេះសម្អាតណាស់តើអ្នកល្ងងទេ Phố Thiên Sân ខ្ញុំធ្វើការងារអ្វីអ្នកទៅរកលោកវាងជឹងឲ្យគាត់រៀបចំឲ្យអ្នកឡ Phố Thiên Sân ទោះបីជាអ្នកជាមនុស្សក្បត់ចិត្តក៏ដោយខ្ញុំនៅតែអរគុណអ្នកដែលបានជួយរកការងារឲ្យខ្ញុំអរគុណគុំមិនមែនទេហេតុអ្វីបានជាអ្នកតែងតែហៅខ្ញុំថាមនុស្សក្បត់ចិត្តអ្នកនាងវិនសូមមកតាមខ្ញុំជំនួយការវាងអ្នកនាងចាងជួយខ្ញុំទៅផ្នែកផែនការបន្តិចមានឯកសារត្រូវប្រគល់ឲ្យអ្នកឡចាងស៊ីនវិនរួនយីហេតុអ្វីបានជាអ្នកនៅក្រុមហ៊ុន Phố ខ្ញុំមកធ្វើការអ្នកមិនមែនទៅសុំទានជាមួយតាចាងទេអ្នកណានិយាយខ្ញុំទៅធ្វើដំណើរជាមួយលោកគ្រូអញ្ចឹងរួនយីមនុស្សនៅក្នុងភូមិនិយាយដើមគ្នាធ្វើឲ្យខ្ញុំបារម្ភពីអ្នកយូរហើយខ្ញុំរស់នៅបានស្រួលធ្វើឲ្យអ្នកបារម្ភហើយខ្ញុំត្រូវទៅធ្វើការសិនយើងនិយាយគ្នាក្រោយឡចូលយើងទៅជំនួយការវាងមកតាមផ្លូវនេះរងចាំវិនរួនយីទៅជាអ្នកដែលបានជួយសង្គ្រោះលោកប្រធាន Phố តើនាងមកក្រុមហ៊ុនរកលោកប្រធាន Phố មែនទេមិនបានទេមិនអាចឲ្យវិនរួនយីជួបលោកប្រធាន Phố បានទេរួនយីតើថ្ងៃនេះជាថ្ងៃដំបូងដែលអ្នកធ្វើការទេខ្ញុំនៅផ្នែកធនធានមនុស្សត្រូវការខ្ញុំនាំអ្នកទៅកន្លែងធ្វើការទេខ្ញុំពេលវេលាល្អការងាររបស់អ្នកនាងវិនមិនទាន់មានការរៀបចំទេចាងស៊ីនអ្នករៀបចំការងារសមរម្យមួយឲ្យអ្នកនាងវិនទៅឡរួនយីតើអ្នកចូលធ្វើការនៅក្រុមហ៊ុនដោយរបៀបណាខ្ញុំមិនឃើញអ្នកមានអ្វីពិសេសទេអ្នកប្រហែលជាប្រើជំនួយការវាងទៅចូលបានមែនទេអ្នកឆ្លាតណាស់ប៉ុន្តែមិនមែនជំនួយការវាងទេ Phố Thiên Sân ជាអ្នករៀបចំឲ្យខ្ញុំចូលធ្វើការអ្វីលោកតាខ្ញុំបានជួយសង្គ្រោះលោកតា Phố ដើម្បីមើលថែខ្ញុំលោកតា Phố ក៏ឲ្យខ្ញុំរៀបការជាមួយ Phố Thiên Sân អ្នករៀបការជាមួយ Phố Thiên Sân ហើយឬប៉ុន្តែគាត់មិនស្រឡាញ់ខ្ញុំតតែសោះវិនរួនយីខ្ញុំដឹងថាអ្នកអាចធ្វើការងារអ្វីនៅក្រុមហ៊ុន Phố ហើយនេះជាការងាររបស់អ្នកតើខ្ញុំត្រូវធ្វើអ្វីអាចធ្វើអ្វីបានទៀតក្មេងស្រីព្រៃផ្សៃដែលគ្មានចំណេះដឹងដូចអ្នកសំតែធ្វើជាអ្នកយាមទ្វារអ្នកនៅយាមទ្វារនៅទីនេះចាំបើអ្នកឲ្យមនុស្សចម្លែកចូលក្នុងក្រុមហ៊ុន Phố អ្នកនឹងត្រូវបណ្តេញចេញពីក្រុមហ៊ុនអ្នកកុំបារម្ភដោយសារសមត្ថភាពរបស់ខ្ញុំមិនឲ្យនរណាម្នាក់ចូលក្រុមហ៊ុនដាច់ខាតអ្នកនាងចាងតើអ្នកមានបញ្ជាអ្វីមើលថែស្រីនោះឲ្យបានល្អធ្វើយ៉ាងណាឲ្យនាងមិនអាចនៅក្រុមហ៊ុនបានលាឈប់ដោយខ្លួនឯងកុំបារម្ភពួកយើងនឹងមើលថែនាងឲ្យបានល្អហេអ្នកជាអ្នកយាមទ្វារថ្មីនៅផ្នែកធនធានមនុស្សមែនទេផ្នែកសន្តិសុខយើងមិនត្រូវការក្មេងស្រីខ្សោយដូចអ្នកទេខ្ញុំណែនាំអ្នកឲ្យចេញពីក្រុមហ៊ុនទៅកុំឈរនៅទីនេះធ្វើឲ្យខ្មាស់គេត្រូវហើយក្រុមហ៊ុនយើងមិនត្រូវការមនុស្សឥតប្រយោជន៍ទេមនុស្សឥតប្រយោជន៍ខ្ញុំមិនមែនជាមនុស្សឥតប្រយោជន៍ទេខ្ញុំមានកម្លាំងខ្លាំងនិងមានសមត្ថភាពក្មេងស្រីអ្នកអួតហួសហេតុពេកហើយអ្នកដូចជាខ្ញុំគ្រាន់តែប្រើរ៉ាមដៃមួយក៏អាចបាក់ឆ្អឹងអ្នកបានដែរជឿទេបងប្រុសខ្ញុំណែនាំអ្នកកុំអួតនៅចំពោះមុខខ្ញុំអួតអ្នកដឹងទេខ្ញុំជាប្រធានផ្នែកសន្តិសុខថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកពីទុក្ខលំបាកក្នុងជីវិត
ក្មេងស្រីនេះជាអ្វីដែលអ្នកនិយាយបើអ្នកចាញ់អ្នកត្រូវចេញពីក្រុមហ៊ុនហ្វូពិតណាស់បងប្រុសអ្នកមិនបានញ៉ាំបាយទេបងប្រុសអ្នកនៅឈរធ្វើអ្វីនៅទីនេះអ្នកមានកម្លាំងអ្នកឡើងទៅលឿនក្មេងស្រីឥឡូវបើអ្នកសុំទោសខ្ញុំអាចលើកលែងឲ្យអ្នកបើមិនដូច្នោះទេបើដៃអ្នកបាក់កុំបន្ទោសខ្ញុំសូមណែនាំក្មេងស្រីបងប្រុសខ្ញុំទៅតែអ្នកមានអ្វីចង់ប្រកួតទៀតទេមកខ្ញុំគ្មានគំនិតទេជួយផងលោកប្រធានអ្នកស្រែកទឹកទេត្រូវការខ្ញុំទៅទិញទឹកឲ្យអ្នកទេលោកប្រធានអ្នកឃ្លានទេខ្ញុំទៅទិញបាយឲ្យអ្នកពេលធ្វើការត្រូវតែយាមឲ្យបានល្អលោកប្រធាននិយាយត្រូវយើងជាអ្នកយាមទ្វាររបស់ក្រុមហ៊ុនហ្វូត្រូវតែធ្វើជាគំរូនិងយាមការពារឲ្យបានល្អបើយើងមិនយកចិត្តទុកដាក់ទេតើអ្នកណានឹងធានាសុវត្ថិភាពបុគ្គលិកលោកប្រធាននិយាយល្អណាស់អ្នកទាំងពីរបើកម្លាំងខ្សោយត្រូវខំប្រឹងហ្វឹកហាត់មិនត្រូវធ្វើការមិនស្មោះត្រង់យើងស្ដាប់លោកប្រធានទាំងអស់ការងាររបស់វិនរួនយីត្រូវបានរៀបចំរួចរាល់ហើយខ្ញុំបានប្រាប់ឲ្យចាងស៊ីននៅផ្នែកធនធានមនុស្សរៀបចំការងារឲ្យប្រពន្ធលោកតើមានដំណឹងពីវិទ្យាស្ថានទេមិនទាន់មានទេការពិនិត្យថ្មពីដុំត្រូវការពេលវេលាបើមានដំណឹងប្រាប់ខ្ញុំភ្លាមបាទមែនហើយវិនរួនយីអ្នកលោកប្រធានហ្វូតើអ្នកចង់និយាយអ្វីពីប្រពន្ធលោកទុកវាចុះឲ្យមនុស្សល្ងងនោះគិតដោយខ្លួនឯងចុះដើម្បីកុំឲ្យនាងមករំខានខ្ញុំលោកប្រធានហ្វូប្រពន្ធលោកពិតជាមនុស្សល្អសង្គមសម័យនេះក្មេងស្រីល្អដូចនាងមិនសូវមានទេអ្នកកំពុងតែនិយាយល្អពីនាងមិនហ៊ានទេខ្ញុំទៅមុនហើយមនុស្សដែលមិនពាក់ព័ន្ធមិនអនុញ្ញាតឲ្យចូលក្រុមហ៊ុនអ្នកយាមទ្វារស្រីនៅមុខអគារហ្វូអ្នកទាំងអស់គ្នារកវិធីធ្វើឲ្យនាងបាត់បង់ការងារបើធ្វើបានសម្រេចកាត់នេះជារបស់អ្នកអរគុណមិនមានបញ្ហាអ្នកយាមទ្វារអ្នកដឹងទេថាខ្ញុំជានរណាហ៊ានមករារាំងខ្ញុំអ្នកទាំងពីរបើគ្មានការណាត់ជួបទេមិនអនុញ្ញាតឲ្យចូលអគារក្មេងស្រីខ្ញុំគ្មានការណាត់ជួបហើយអ្នកហ៊ានរារាំងខ្ញុំកុំនិយាយច្រើនបងប្រុសចាប់ផ្ដើមកុំខ្ញុំអ្នកអាយ៉ាឈឺសុំទោសឈឺខ្ញុំបានប្រាប់អ្នកហើយកុំរករឿងប្រធានយើងអ្នករករឿងអ្នកណាក៏បានហេតុអ្វីទៅរករឿងនាងវិនរួនយីអ្នកកំពុងធ្វើអ្វីអ្នកយាមទ្វារក្រុមហ៊ុនហ្វូវីមនុស្សមកមើលវិនរួនយីខ្ញុំបានផ្ទេរអ្នកមកផ្នែកសន្តិសុខមិនមែនឲ្យអ្នកមកវីមនុស្សនៅទីនេះទេគឺជាពួកគេទុកវាចុះខ្ញុំគិតថាអ្នកលែងចាំបាច់នៅក្រុមហ៊ុនហ្វូទៀតហើយចេញឲ្យលឿនទៅគឺជាពួកគេដែលមិនបានគ្រប់គ្រាន់ហើយទោះអ្នកពន្យល់យ៉ាងណាក៏មិនអាចលាក់បាំងការពិតដែលអ្នកបានប្រយុទ្ធនៅទីនេះបានដែរឥឡូវនេះអ្នកត្រូវទៅផ្នែកធនធានមនុស្សជាមួយខ្ញុំដើម្បីលាឈប់ពីការងារអ្នកណាហ៊ានឲ្យនាងលាឈប់លោកប្រធានហ្វូវិនរួនយីបានវាយភ្ញៀវក្រុមហ៊ុនតាមច្បាប់គួរតែបណ្តេញចេញភ្ញៀវក្រុមហ៊ុនលោកប្រធានហ្វូមនុស្សទាំងពីរនោះមិនមែនជាភ្ញៀវក្រុមហ៊ុនទេពួកគេជាមនុស្សមកគ្រប់រឿងប្រធានយើងអូមិនមែនទេវិនរួនយីបានការពារសន្តិភាពក្រុមហ៊ុនទើបបានរារាំងមនុស្សទាំងពីរនោះអ្នកនិយាយកុហកច្បាស់ណាស់គឺការងារសន្តិសុខរបស់អ្នកមិនបានល្អលោកប្រធានហ្វូមនុស្សទាំងពីរនោះគ្មានកំណត់ត្រាចូលមើលហើយដើរចូលអគារក្រុមហ៊ុនដោយផ្ទាល់
យើងទាំងអស់គ្នាគោរពតាមច្បាប់ក្រុមហ៊ុនជាងនេះទៅទៀតមានកាមេរ៉ាសុវត្ថិភាពនៅមុខទ្វារក្រុមហ៊ុនមើលកាមេរ៉ាសុវត្ថិភាពនឹងដឹងរឿងអ្នកទៅពិនិត្យកាមេរ៉ាបាទលោកប្រធានហ្វូយ៉ាងណាក៏ដោយវិនរួនយីជាអ្នកវាយគេមុនតើអ្នកមិនបណ្ដេញនាងចេញទេអ្នកមកតាមខ្ញុំអូវិនរួនយី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 ទៅណាលែងខ្ញុំឥឡូវឯងក្លាហានហើយមែនទេហ៊ានរត់ចេញពីផ្ទះយើងលែងលះគ្នាហើយខ្ញុំចង់ទៅណាក៏បានខ្ញុំមិនឲ្យទេហ្វូធានសិនឯងមិនសមហេតុផលសោះហ្វូធានសិនឯងមិនសមហេតុផលសោះខ្ញុំមិនសមហេតុផលហើយម៉េចត្រឡប់ទៅផ្ទះជាមួយខ្ញុំមិនត្រឡប់ទេឯងពិតជាចង់លែងលះជាមួយខ្ញុំមែនទេមែនហើយប្រុសមិនសមហេតុផលដូចឯងខ្ញុំមិនចង់ខ្វល់ទេចឹងឯងទៅប្រាប់លោកតាដោយខ្លួនឯងទៅលោកតាក្មេងអសិលធម៌មានការអីរកខ្ញុំមិនមែនខ្ញុំរកលោកទេវិនរួនយីមានការរកលោកសៀវយីមានការរកលោកតាអញ្ចឹងឯងនាំនាងទៅផ្ទះវិញឲ្យលឿនលោកតារងចាំនៅផ្ទះចាស់លោកតាគឺទេលោកតាឲ្យឯងត្រឡប់ទៅផ្ទះវិញចាំមើលពេលទៅដល់ផ្ទះខ្ញុំនឹងប្រាប់លោកតាថាខ្ញុំចង់លែងលះជាមួយឯងមិនដឹងខ្មាស់ប្រពន្ធខ្ញុំរត់ចេញហើយខ្ញុំនៅតែខ្វល់ពីមុខលោកតាសៀវយីត្រឡប់មកវិញហើយលឿនលោកតាមករកលោកតាលោកតាមានរបស់ល្អឲ្យឯងមើលនេះជារូបថតតែមួយគត់របស់លោកតាឯងនិងលោកតាកាលពីមុនបើគ្មានលោកវិនមកជួយសង្គ្រោះខ្ញុំពីជំរំស្រូវទេតើខ្ញុំអាចរស់ដល់សប្តាហ៍ថ្ងៃនេះដោយរបៀបណាមុនពេលលោកតាឯងស្លាប់អ្នកដែលគាត់បារម្ភបំផុតគឺក្មេងស្រីតូចដូចជាឯងនេះឯងប្រសិនបើគាត់នៅមានវិញ្ញាណឃើញឯងរស់នៅទីក្រុងប៉េកាំងបានសុខសប្បាយល្អគាត់ប្រកាសជាសប្បាយចិត្តណាស់លោកតាអរគុណដែលបានមើលថែខ្ញុំឯងជាក្មេងល្អលោកតាក៏ត្រូវអរគុណឯងដែរអរគុណដែលមើលថែធានសិនមែនហើយធានសិនប្រាប់លោកតាថាឯងមានការរកលោកតាមានរឿងអ្វីខ្ញុំលោកតាវិនរួនយីថានាងចង់លោកតាខ្ញុំលោកតាកំពុងនិយាយជាមួយសៀវយីឯងមករំខានធ្វើអ្វីសៀវយីតើក្មេងអសិលធម៌នេះធ្វើបាបឯងមែនទេប្រាប់លោកតាមកលោកតានឹងជួយដាស់តឿនវាអត់ទេលោកតាចុះឯងរកលោកតាធ្វើអ្វីខ្ញុំចង់អរគុណលោកតាដែលឲ្យខ្ញុំទៅធ្វើការនៅក្រុមហ៊ុនក្មេងស្រីក្នុងគ្រួសារតែមួយអរគុណគ្នាធ្វើអ្វីឃើញឯងនិងធានសិនរស់នៅជាមួយគ្នាយ៉ាងល្អជំងឺលើសឈាមលើសជាតិស្ករនិងខ្លាញ់ក្នុងឈាមរបស់លោកតាបានជាសះស្បើយទាំងអស់ហើយលោកតាកុំខឹងអីណាខ្ញុំនឹងរស់នៅជាមួយហ្វូធានសិនឲ្យបានល្អមិត្តចាស់ចៅស្រីឯងពិតជាល្អមែនឯងនៅទីនោះកុំបារម្ភអីវិនរួនយីលែងឯងទៅណាយើងលែងលះគ្នាហើយខ្ញុំទៅណាមិនជាប់ពាក់ព័ន្ធនឹងឯងទេឯងទៅតែនិយាយជាមួយលោកតាថាយើងនឹងរស់នៅជាមួយគ្នាឲ្យបានល្អលែងលះខ្ញុំមិនយល់ព្រមទេខ្ញុំខ្លាចលោកតាឡើងឈាមទៅមិនប្រាប់គាត់រឿងយើងលែងលះគ្នាគឺឯងខុសឯងគួរតែជាអ្នកប្រាប់ខ្ញុំខុសអ្វីទៀតហ្វូធានសិនខ្ញុំពិតជាមិនយល់ពីឯងសោះឯងស្អប់ខ្ញុំតែមិនឲ្យខ្ញុំចាក់ចេញអ្នកនិយាយចង់លែងគឺឯងអ្នកមិនចង់លែងក៏ឯងដែរឯងចង់ធ្វើអ្វីចាត់ទុកខ្ញុំជាអ្វី
នេះមិនមែនជាស្រីដែលតាក់ទាញចិត្តលោកប្រធានហ្វូទេហ៊ានមកក្រុមហ៊ុនទៀតឬក្រមុំស្រុកស្រែហ៊ានសួរលោកហ្វូមិនដឹងមើលកញ្ចក់មើលមុខខ្លួនឯងផងសុំទោសលោកស្រីជាងខ្ញុំមិនមែននិយាយពីលោកស្រីទេខ្ញុំនិយាយពីវិនរួនយីមែនហើយលោកស្រីជាអ្នកសង្គ្រោះជីវិតលោកប្រធានហ្វូលោកប្រធានហ្វូជាអ្នករៀបចំឲ្យលោកស្រីចូលក្រុមហ៊ុនផ្ទាល់តែម្ដងវិនរួនយីមិនអាចប្រៀបធៀបជាមួយលោកស្រីបានទេតាំងពីពេលណាមកឯងខ្លាចជាអ្នកសង្គ្រោះជីវិតធានសិនស្រីតូចកុំចង់ដឹងច្រើនពេកលោកស្រីជាងនិងលោកប្រធានហ្វូស្គាល់គ្នាតាំងពីតូចគាត់ជាស្នេហ៍ដំបូងរបស់លោកប្រធានហ្វូមិនដូចឯងទេចេះតែប្រើល្បិចកតាក់ទាញចិត្តគាត់ស្គាល់គ្នាតាំងពីតូចឬមួយជាងស៊ីនឯងប្រើឈ្មោះខ្ញុំមែនទេស្រីតូចហ៊ានប្រមាថលោកស្រីជាងតាក់ទាញលោកប្រធានហ្វូនិងប្រមាថលោកស្រីជាងខ្ញុំគិតថាឯងលែងចង់នៅក្រុមហ៊ុនហើយមែនទេទៅជាងស៊ីនតើឯងប្រើឈ្មោះខ្ញុំនៅចំពោះមុខហ្វូធានសិនមែនទេវិនរួនយីឯងបើឯងចេញពីក្រុមហ៊ុនដោយខ្លួនឯងខ្ញុំនៅឲ្យឯងមានមុខមាត់ខ្លះបើទេកុំបន្ទោសខ្ញុំឯងប្រើឈ្មោះខ្ញុំហើយព្យាយាមបណ្ដេញខ្ញុំចេញពីក្រុមហ៊ុនជាងស៊ីនឯងចង់ធ្វើជាភរិយាលោកប្រធានហ្វូមែនទេឯងនិយាយមិនសមហេតុផលសោះព្រោះយើងមកពីភូមិជាមួយគ្នាខ្ញុំណែនាំឯងកុំលួចស្រឡាញ់ហ្វូធានសិនការធ្វើជាភរិយាលោកប្រធានហ្វូមិនងាយស្រួលទេឯងអំនួតអ្វីម្លេះឯងគ្រាន់តែពឹងលើចំណងមិត្តភាពចំនួនមុនទើបអាចរៀបការជាមួយហ្វូធានសិនបានបើគ្មានលោកតាវិនទេឯងក៏មិនអាចចូលផ្ទះគ្រួសារហ្វូបានដែរខ្ញុំគ្មានសិទ្ធិចូលចោះឯងមានសិទ្ធិចូលឯងគាត់គឺជាមនុស្សល្អហើយកុំបារម្ភគឺជាមនុស្សអាក្រក់វិនរួនយីឯងតាក់ទាញលោកប្រធានហ្វូហើយនៅតែហ៊ានមកក្រុមហ៊ុនទៀតខ្ញុំតាក់ទាញហ្វូធានសិនកាហ្វេពេងនោះឯងជាអ្នកខ្ញុំយកទៅឲ្យគាត់តាំងពីដើមមកអ្នកដែលចង់តាក់ទាញហ្វូធានសិនគឺឯងមែនហើយកាហ្វេពេងនោះខ្ញុំឲ្យឯងមែនតែអ្នកដែលយកកាហ្វេទៅឲ្យហ្វូធានសិនគឺឯងនៅក្នុងភ្នែកហ្វូធានសិនឯងគ្រាន់តែជាស្រីល្បិចកចង់តាក់ទាញចិត្តគាត់ឯងវិនរួនយីបើខ្ញុំជាឯងខ្ញុំនឹងរត់ចេញពីក្រុងហ្វូឡុងត្រឡប់ទៅភូមិវឡុងវិញមិនដឹងខ្មាស់មុខនៅតែមកក្រុមហ៊ុនហ្វូទៀតនៅឈរធ្វើអ្វីទៀតអូសនាងចេញទៅឲ្យខ្ញុំទៅលោកប្រធានហ្វូលោកមកដល់ហើយលោកប្រធានហ្វូលោកមកដល់ហើយលោកប្រធានហ្វូថ្ងៃនោះវិនរួនយីជាអ្នកដាក់ថ្នាំក្នុងកាហ្វេរបស់លោកតែឥឡូវនាងចង់ចោទខ្ញុំវិញលោកប្រធានហ្វូសូមលោកជួយខ្ញុំផងមែនហើយលោកប្រធានហ្វូស្រីប្រភេទនេះគួរតែបណ្ដេញចេញពីក្រុមហ៊ុនហ្វូកុំឲ្យនាងមកធ្វើឲ្យរំខានភ្នែកលោកលែងនាងពួកឯងមិនមានសិទ្ធិវិនិច្ឆ័យប្រពន្ធខ្ញុំទេលោកប្រធានហ្វូខ្ញុំឯងយកខ្សែដៃคล้ายហើយមកបោកប្រាស់ខ្ញុំមិនដឹងខ្លួនលោកប្រធានហ្វូខ្សែដៃនេះលោកជាអ្នកឲ្យខ្ញុំពេលនោះជាងស៊ីនឯងនៅតែកុហកទៀតប្រកាសជាឯងមែនប្រកាសជាឯងនិយាយអាក្រក់ពីខ្ញុំនៅចំពោះមុខលោកប្រធានហ្វូទើបគាត់មិនជឿខ្ញុំជាងស៊ីនដល់ពេលនេះហើយឯងលែងមានអ្វីត្រូវប្រកែកទៀតទេឯងប្រើរូបខ្ញុំមកបោកខ្ញុំហើយថែមទាំងដាក់ថ្នាំក្នុងកាហ្វេដើម្បីចោទនាងទៀតឯងពិតជាមានចិត្តអាក្រក់មែនក្រុមហ៊ុនរបស់ខ្ញុំមិនអាចទទួលយកឯងបានទេចាប់ពីថ្ងៃនេះទៅកុំឲ្យខ្ញុំឃើញមុខឯងទៀតលោកប្រធានហ្វូលោកប្រធានហ្វូសុំទោសខ្ញុំខុសហើយសូមលោកឲ្យឱកាសខ្ញុំម្ដងទៀតចេញទៅលោកប្រធានហ្វូលោកជាអ្នកនាំខ្ញុំមកពីភូមិវឡុងមកទីក្រុងប៉េកាំងលោកត្រូវទទួលខុសត្រូវចំពោះខ្ញុំឯងនិយាយកុហកទាំងអស់ប្រើឈ្មោះសៀវយីដើម្បីក្លាយជាអ្នកសង្គ្រោះជីវិតខ្ញុំឥឡូវខ្ញុំគ្រាន់តែបណ្ដេញឯងចេញពីក្រុមហ៊ុននេះជាឱកាសឲ្យឯងកែប្រែខ្លួនឯងហើយកុំខ្លាំងពេកបើឯងនៅតែរំខានទៀតខ្ញុំនឹងធ្វើឲ្យឯងអស់ទាំងអស់លោកប្រធានហ្វូលោកត្រូវតែខកខើបែបនេះមែនទេខ្ញុំបានប្រាប់ឯងរួចហើយហ្វូធានសិនមិនមែនជាមនុស្សល្អទេទាំងអស់ជាកំហុសរបស់ឯងជាអ្នកដណ្ដើមយកអ្វីទាំងអស់ពីខ្ញុំសន្តិសុខលោកប្រធានហ្វូនាំនាងចុះទៅចាសលោកប្រធានហ្វូសុំទោសលែងខ្ញុំហើយពួកឯងទាំងពីរ
ការបំពានអំណាចនៅក្នុងក្រុមហ៊ុននិងការផ្សព្វផ្សាយពាក្យចាមអារាមពួកឯងចេញទៅដែរតើអ្នកមិនពូកែទេឯងគិតថាឯងជាត្រីហុងឡុងឬគេរំលោភហែងហេតុអ្វីមិនវាយទៅវិញច្បាប់ក្រុមហ៊ុនហាមឃាត់បុគ្គលិកឆ្លោះប្រកែកគ្នាមិននឹកស្មានថាវិនហុងឡុងគោរពច្បាប់ក្រុមហ៊ុនយ៉ាងនេះអ្វីដែលឯងមិនដឹងមានច្រើនណាស់ខ្ញុំបានចេញទៅក្រៅហើយខ្ញុំខ្ជិលនឹងប្រកែកជាមួយអ្នកហើយឯងទៅណាចុះពាក់ព័ន្ធអ្វីនឹងឯងខ្ញុំនិយាយជាលើកចុងក្រោយឯងមិនត្រូវទៅទេឯងប្រកាសទេឥឡូវយើងលែងមានទំនាក់ទំនងជាមួយគ្នាទៀតហើយខ្ញុំចង់ទៅណាមិនមែនជារឿងរបស់ឯងទេមិនមែនជារឿងរបស់ខ្ញុំមានន័យយ៉ាងម៉េចវិនរួនយីឯងពិតជាចង់ចែកផ្លូវជាមួយខ្ញុំមែនទេវិនរួនយីខ្ញុំសុំទោសឯងពីមុនខ្ញុំតែងតែរំលោភហែងខ្ញុំខុសហើយសុំទោសអត់ទោសឲ្យខ្ញុំបានទេខ្ញុំសួរឯងតើឯងបានឃើញខ្សែដៃដែលខ្ញុំទុកក្នុងបន្ទប់គេងហើយឬនៅតែឯងមិនស្គាល់ខ្ញុំមែនទេខ្ញុំបានឲ្យឱកាសឯងច្រើនដងហើយតែឯងតែងតែមើលរំលងនិងយល់ច្រឡំខ្ញុំហ្វូធានសិនឯងមានចិត្តអំនួតហេតុអ្វីខ្ញុំត្រូវអត់ទោសឲ្យឯងសៀវយីឯងនៅចាំទេពេលយើងនៅក្មេងពិតមាត់មិនចង់ស្ដាប់ឯងនិយាយទេខ្ញុំមិនបានឯងនៅចាំទេពិតមាត់ឥឡូវខ្ញុំមិនចង់ឲ្យឯងនិយាយទេពីមុនខ្ញុំពិតជាតាំងពីដើមមកឯងមិនចង់រៀបការជាមួយខ្ញុំទេឥឡូវយើងចែកផ្លូវគ្នាវាគ្រាន់តែត្រឡប់ទៅដើមវិញមិនបានទេខ្ញុំរកឯងឃើញយ៉ាងលំបាកខ្ញុំមិនឲ្យឯងចាក់ចេញទេហ្វូធានសិនតើឯងពេញចិត្តខ្ញុំឬក្មេងស្រីម្នាក់នោះខ្ញុំឆ្នាំនោះឯងសន្យាថានឹងមករកខ្ញុំសុំទោសខ្ញុំមិនបានទៅខ្ញុំចាក់ចេញពីភូមិវឡុងជាមួយលោកគ្រូដូច្នេះការយល់ព្រមរៀបការជាមួយឯងក៏ដូចជាការទៅជួបឯងដែរដោយសារឯងមិនពេញចិត្តនឹងអាពាហ៍ពិពាហ៍នេះរឿងកាលពីមុនចាត់ទុកវាដូចជាចប់ហើយហ្វូធានសិនយើងកុំចាប់ចិត្តនឹងមនុស្សដែលយើងស្រមៃលោកស្រីមិននៅផ្ទះបន្លែទាំងនេះគ្មានអ្នកមើលពេញទៅដោយស្មៅលោកម្ចាស់បន្លែទាំងនេះលោកស្រីបានចំណាយពេលវេលាច្រើនដើម្បីដាំទាំងមានសុខភាពល្អទាំងឆ្ងាញ់មិនបានប្រើថ្នាំសម្លាប់សត្វល្អិតទៀតខ្ញុំចាំថាលោកស្រីបាននិយាយថាពេលបន្លែដល់ពេលប្រមូលផលនឹងធ្វើម្ហូបឲ្យលោកញ៉ាំមុនគេខ្ញុំនឹងរកអ្នកមកមើលថែវាលោកម្ចាស់ខ្ញុំឃើញលោកពិតជាខ្វល់ពីលោកស្រីចុះហេតុអ្វីបានជាលោកធ្វើឲ្យលោកស្រីខឹងរត់ចេញពីផ្ទះខ្ញុំគិតថាលោកគួរតែកែប្រែចរិតខ្លួនឯងចរិតខ្ញុំអាក្រក់មែនទេវិនរួនយីខូចចរិតហើយទុកនាងពី3ថ្ងៃនាងនឹងត្រឡប់មកវិញលោកប្រធានហ្វូលោកស្រីរត់ចេញពីផ្ទះមែនបើលោកទៅផ្ទាល់លោកស្រីប្រកាសជាត្រឡប់មកវិញជាមួយលោកប្រធានហ្វូលោកស្រីពិតជាមានចរិតធំណាស់លោកហ្វឺខ្ញុំនឹងចុះទៅខាងក្រោមហើយរងចាំអ្នកនេះពិតជារឿងអកុសលមែនសៀវយីបើកទ្វារបើឯងមិនបើកទ្វារទេខ្ញុំនឹងទាត់ទ្វារចូលហ្វូធានសិនឯងចង់ធ្វើអ្វីហ្វូធានសិនឯងចង់ធ្វើអ្វីសុំទោសខ្ញុំមិនត្រូវការទេខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបឯងអត់ទោសឲ្យខ្ញុំឯងមិនចាំបាច់ធ្វើអ្វីទេព្រោះខ្ញុំមិនអត់ទោសឲ្យឯងទេហើយខ្ញុំបានស្វែងរកតាមអ៊ីនធឺណិតបើយើងរស់នៅដាច់ពីគ្នា2ឆ្នាំយើងអាចលែងលះគ្នាដោយស្វ័យប្រវត្តិឯងចេះច្រើនដែរណា
ខ្ញុំរៀនលឿនណាស់វិញរួនយីខ្ញុំជាអ្នកធ្វើឲ្យឯងឈឺចាប់ខ្ញុំដឹងថាធ្វើយ៉ាងណាក៏ឯងមិនអត់ទោសឲ្យខ្ញុំដែរតែខ្ញុំមិនបោះបង់ទេទោះបីមួយថ្ងៃមួយខែឬមួយឆ្នាំក្តីខ្ញុំជឿថាថ្ងៃណាមួយឯងនឹងអត់ទោសឲ្យខ្ញុំហើយត្រឡប់មករកខ្ញុំវិញយកទៅស្រមៃទោះបីខ្ញុំឡើងភ្នំធ្វើជាដូនជីក៏ដោយខ្ញុំក៏មិននៅជាមួយឯងដែរខ្ញុំពិតជាដឹងកំហុសហើយឯងមើលខ្ញុំធ្វើអ្វីធុញហ្វូធានសិនលោកប្រធានហ្វូលោកស្រីនៅតែមិនព្រមត្រឡប់ទៅវិញជាមួយលោកជាប់ពាក់ព័ន្ធអ្វីនឹងឯងរឿងនេះពិតជាមិនជាប់ពាក់ព័ន្ធនឹងខ្ញុំប៉ុន្តែបើលោកឪពុកដឹងរឿងហើយខឹងវានឹងប៉ះពាល់ដល់ប្រាក់រង្វាន់បំណាច់ឆ្នាំរបស់ខ្ញុំថ្ងៃស្អែកមកទៀតប្អូនប្រុសនេះជាឡានរបស់ប្អូនមែនទេមើលទៅថ្លៃណាស់ឯងមិនស្គាល់ទេនេះឡានម៉ាក Maybach ថ្លៃជាច្រើនលានឡាន Maybach មែនទេមែនហើយពេញមួយជីវិតរបស់ខ្ញុំមិនដែលឃើញលុយច្រើនប៉ុណ្ណឹងទេប្អូនប្រុសមើលទៅដូចជាអ្នកមានណាស់តំបន់នេះចាស់ទ្រុឌទ្រោមណាស់មើលទៅដូចជាប្អូនមិនរស់នៅទីនេះទេអត់ទេខ្ញុំបានធ្វើខុសហើយធ្វើឲ្យប្រពន្ធខ្ញុំខឹងខ្ញុំមកនេះដើម្បីបញ្ចុះបញ្ចូលនាងឲ្យទៅផ្ទះផ្កាស្អាតបែបនេះនៅតែធ្វើឲ្យប្រពន្ធខឹងទៀតប្រពន្ធនេះប្រពន្ធប្អូនមែនទេក្មេងស្រីស្អាតម្លេះខ្ញុំបានប្រាប់អ្នកថាគូស្នេហ៍មួយគូឆ្លោះគ្នាលើគ្រែប៉ុន្តែវាជាយប់ដ៏អស្ចារ្យរស់នៅដាច់ពីគ្នាមិនល្អទេនឹងអូម៉ងមើលប្តីឯងទៅទាំងមានលុយទាំងស្រស់សង្ហាអ្នកត្រូវតែប្រយ័ត្នកុំឲ្យស្ត្រីផ្សេងទៀតលួចគាត់ទៅឆ្ងាយត្រូវហើយក្មេងស្រីឯងត្រូវចាប់យកឱកាសឲ្យបានល្អណាស់កូនស្រីខ្ញុំមិនទាន់មានគូស្នេហ៍ទេខ្ញុំចង់ណែនាំកូនស្រីខ្ញុំឲ្យគាត់ខ្ញុំនឹងចាប់យកឱកាសឲ្យបានល្អខ្ញុំស្រឡាញ់តែប្រពន្ធខ្ញុំម្នាក់គត់ខ្ញុំនឹងចាប់យកឱកាសឲ្យបានល្អខ្ញុំស្រឡាញ់តែប្រពន្ធខ្ញុំម្នាក់គត់ហ្វូធានសិនបិទមាត់ប្រពន្ធខ្ញុំមានចរិតមិនសូវល្អគ្មានវិធីទេនាងគឺជាប្រពន្ធរបស់ខ្ញុំហើយខ្ញុំត្រូវតែច្រណែននាងល្អហើយទៅយុវវ័យសម័យនេះពិតជាមានរឿងច្រើនមែនត្រឡប់ទៅផ្ទះហ្វូធានសិនខ្ញុំព្រមានឯងទោះបីឯងមករកខ្ញុំរាល់ថ្ងៃក៏ដោយខ្ញុំក៏មិនអត់ទោសឲ្យឯងដែរខ្ញុំនឹងមករកឯងរហូតដល់ឯងអត់ទោសឲ្យខ្ញុំស្ដាប់ខ្ញុំនិយាយឲ្យចប់សិនបានទេសៀវយីខ្ញុំរកឯងអស់រយៈពេលជាច្រើនឆ្នាំមកហើយមិនចាំបាច់សង្ស័យទេឯងជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំទទួលស្គាល់ថាដំបូងឡើយខ្ញុំពិតជាមិនចង់រៀបការជាមួយឯងទេតែក្រោយពីរស់នៅជាមួយគ្នារយៈពេលមួយខ្ញុំបានចាប់អារម្មណ៍នឹងចិត្តល្អនិងសុទិដ្ឋិនិយមរបស់ឯងខ្ញុំទទួលស្គាល់ថាខ្ញុំជាមនុស្សអំនួតនិងឆ្មើងឆ្មៃខ្ញុំងើតងល់ដោយសារតែភាពអំនួតរបស់ខ្ញុំក្មេងស្រីដែលខ្ញុំតែងតែរកឈរនៅចំពោះមុខខ្ញុំតែខ្ញុំមិនស្គាល់នាងខ្ញុំអំនួតខ្ញុំយល់ច្រឡំនិងធ្វើបាបឯងម្ដងហើយម្ដងទៀតរហូតដល់បាត់បង់ឯងខ្ញុំមិនចង់និយាយពាក្យសុំទោសទៀតទេខ្ញុំចង់ធ្វើឲ្យឯងឃើញខ្ញុំនឹងស្រឡាញ់និងការពារឯងវិញរួនយីស្រីអាក្រក់ឯងដណ្ដើមយកអ្វីទាំងអស់ពីខ្ញុំមិនលែងឯងទេលោកគ្រូកុំភ្លេចញ៉ាំថ្នាំណាកុំខ្វល់ពីខ្ញុំអ្នកណាអ្នកដឹកជញ្ជូនរងចាំបន្តិចកុំបារម្ភយកទៅចាសសោះ
ប្អូនប្រុសឯងមែនទេមីងថ្ងៃនេះមីងបានឃើញប្រពន្ធខ្ញុំទេអត់ទេជាធម្មតាម៉ោងនេះនាងតែងតែចេញមកដើរលេងនិងទិញអាហារពេលព្រឹកថ្ងៃនេះមានរឿងអ្វីមិនឃើញនាងសោះអរគុណមិនអីទេរកវិនរួនយីឥឡូវនេះបងប្រុសកុំភ្លេចទៅចុះឈ្មោះផងយើងបានចុះឈ្មោះនៅប៉ុស្តិ៍ប៉ូលីសរួចហើយរួចរាល់ហើយវិនរួនយីលោកប្រធានហ្វូខ្ញុំបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពម្សិលមិញលោកស្រីត្រូវបានគេចាប់យកទៅក្នុងឡានបន្តស៊ើបអង្កេតរកមើលថាឡាននោះទៅណានិយាយមកលោកប្រធានហ្វូរកឃើញហើយឡាននោះឈប់នៅការដ្ឋានចាស់នៅភាគខាងត្បូងទីក្រុងជាងស៊ីនឯងចង់ធ្វើអ្វីខ្ញុំចង់ធ្វើអ្វីឯងបានដណ្ដើមយកអ្វីទាំងអស់ពីខ្ញុំឯងថាខ្ញុំចង់ធ្វើអ្វីជាងស៊ីនកុំបោកប្រាស់ខ្លួនឯងអាចចូលក្រុមហ៊ុនហ្វូបានដោយសារតែប្រើឈ្មោះខ្ញុំអ្វីដែលឯងទទួលបានគឺដោយសារការបោកប្រាស់ឯងនឹងអស់ទាំងអស់ពិតមាត់ស្រីកំណាញ់អ្វីដែលខ្ញុំមិនអាចទទួលបានឯងក៏មិនបានដែរទីនេះគេបោះបង់ចោលអស់ជាច្រើនឆ្នាំហើយបើឯងធ្លាក់ចុះទៅតើមានអ្នកណារកឃើញសាកសពែងបោះនាងចុះទៅចាសោះពួកឯងពីរអ្នកល្ងងវិនរួនយីឯងស្លាប់ទៅឈប់ហ្វូធានសិនហ្វូធានសិនឯងពិតជាស្មោះស្នេហ៍មែនមិនល្អទេមានប៉ូលីសកុំកម្រើកប៉ូលីសកុំកម្រើកហ្វូធានសិនភ្ញាក់ឡើងធានសិនកុំបំភ័យខ្ញុំហ្វូធានសិនសំណាងល្អមិនបានប៉ះពាល់ដល់ឯងទេឯងល្ងងរត់ឡើងមកធ្វើអ្វីកុំយំអាក្រក់ណាស់ហ្វូធានសិនឯងភ្ញាក់ហើយកុំប្រញាប់ឈឺចាប់ទេឯងមើលខ្ញុំធ្វើអ្វីឯងជាអ្នកណាឯងបាត់បង់ការចងចាំហើយដោយសារឯងភ្ញាក់ហើយសម្រាប់បានល្អខ្ញុំទៅហើយតើឯងជាអ្នកណាយើងគ្មានទំនាក់ទំនងអ្វីទេខ្ញុំគ្រាន់តែជាអ្នកប៉ុណ្ណោះខ្ញុំគ្មានសាច់ញាតិមែនទេឯងជាអតីតប្តីខ្ញុំសម្រាប់ឲ្យបានស្រួលនិងថែរក្សាសុខភាពឲ្យបានល្អខ្ញុំទៅហើយរងចាំ
ល្អណាស់វិនរួនយីខ្ញុំរងរបួសជំនួសឯងហើយឯងនៅតែចង់លែងលះជាមួយខ្ញុំទៀតហ្វូធានសិនឯងបោកខ្ញុំបើខ្ញុំមិនបោកឯងតើខ្ញុំអាចដឹងការពិតដោយរបៀបណាឯងជាស្រីបោកប្រាស់តើពេលណាយើងលែងលះគ្នាហេតុអ្វីខ្ញុំមិនដឹងបើខ្ញុំជាស្រីបោកប្រាស់អ្នកជាមនុស្សអាក្រក់អ្នកគឺជាមនុស្សអាក្រក់ខ្ញុំជាមនុស្សអាក្រក់និងមនុស្សស្រីបោកប្រាស់ទៅជាមួយគ្នាវិនរួនយីឥឡូវនេះបរោះដែលលុតជង្គង់នៅចំពោះមុខឯងនេះគាត់អំនួតឆ្មើងឆ្មៃនឹងល្ងងគាត់ធ្លាប់ធ្វើបាបក្មេងស្រីដ៏ល្អបំផុតក្នុងលោកតែគាត់បានដឹងកំហុសហើយតើឯងអាចអត់ទោសឲ្យមនុស្សល្ងងម្នាក់នេះដែលសុខចិត្តលះបង់អ្វីទាំងអស់សម្រាប់ឯងបានទេខ្ញុំអត់ទោសឲ្យឯងហើយ